រឿងសពសិទ្ធនៅក្នុងសម័យកាលកន្លងមកយូរលង់ណាស់មកហើយនោះគ្រាមួយតថាគតបានយាងមកយកកំណើតជាសត្វជៀបកបាសឈ្មោលបានរស់នៅជាមួយសត្វជៀបកបាសញីនៅក្នុងសម្បុកមួយព្រមទាំងមានកូនខ្ចីផងដែរនៅឯព្រៃហែមពៀនជារៀងរាល់ថ្ងៃចាបឈ្មោលតែងតែហិចហើររកចំណែកឯចាបញីបានរស់នៅក្នុងសម្បុករក្សាកូនខ្ចីនៅក្នុងថ្ងៃមួយនោះព្រះអាទិត្យបានចែងចាំងរះជះរស្មីដ៏ឆ្អិនឆ្អៅចាបឈ្មោលបានហិចហើរចាក់លំនៅឋានចូលទៅក្នុងព្រៃរបះហើយបានទៅជួបប្រទះនឹងស្រះមួយមានឈូកលំអដុះត្រចះត្រចង់រហងផ្ការីស្ទុះស្គាយគូជាទីគយគន់ចាបឈ្មោលដែលជាបក្សាបានហោះហើរឆ្វែលចុះឡើងក៏បានក៏លេចឃើញផ្កាឈូកនោះមួយតងដែលរីកល្អយ៉ាងស្គុះស្គាយជាងគេហើយមានពណ៌យ៉ាងស្រស់ឆើតឆាយមិនបងអង្គយូរចាបឈ្មោលក៏បានបោះពួយសម្ដៅហោះទៅរកតងបុប្ផាដែលកំពុងទៅរីកយ៉ាងស្រស់ស្រាយនៅក្នុងស្រះទឹកចាបឈ្មោលបានរវល់ទៅចឹកយកជាជាតិបុប្ផាដែលមិនបានដឹងថាព្រះសូរិយាយ៉ាងជះកម្ដៅមកចំស្រះទឹកឡើយផ្កាទាំងឡាយដែលកំពុងទៅរីកស្គុះស្គាយនោះក៏បានចាប់ផ្ដើមរឹតរួតទៅវិញដោយអំណាចនៃកម្ដៅព្រះអាទិត្យចំណែកឯសត្វចាបឈ្មោលពេលដែលដឹងថាខ្លួនជាប់នៅក្នុងផ្កាហើយទើបមានអារម្មណ៍ផិតភ័យយ៉ាងខ្លាំងប្រឹងស្ទុះហោះហើររើបំរាស់ក្រឡាស់ខ្លួនក្រឡាប់កាប់ផ្កាស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយប៉ុន្តែចាប់នោះបានប្រឹងរើរ៉ាស់យ៉ាងណាក៏ដោយក៏មិនអាចគេចរួចពីផ្កានោះបានឡើយដោយអស់កម្លាំងផងហើយនឹងអស់សង្ឃឹមនៅក្នុងការបំរើបំរាស់ចេញផងនោះចាបឈ្មោលបានយំសឹកសួលហើយក៏បានរៀបរាប់ប្រាប់ថាអោភរិយាបុត្រស្នេហាសមនឹងបិតាស្វាមីបាត់ខំស្វែងត្រាចរមករកផល្លាព្រោះក្តីស្នេហាសងសាស័នឥឡូវពុំនីពៀមកកាត់ឲ្យកាយខ្ចាយខ្ចាត់ដូចនេះហើយខ្លួនស្លាប់តាមកម្មពុំចាំគិតអាណិតតែកូននៅឯកាប្រពន្ធនៅក្រោយសមនឹងខ្លោចផ្សាតួមនុស្សទុក្ខាឃ្លានចំណៃជប់ស្លេះតែរឿងចាបឈ្មោលត្រឹមនេះសិនសូមងាកមកស្ដាប់នៅរឿងចាបញីវិញម្ដងក្រោយពេលដែលចាបឈ្មោលបានហោះហើរចាក់ទៅបាត់នោះជាអកុសលនៅក្នុងថ្ងៃនោះផងដែរក៏មានភ្លើងឆាបឆេះព្រៃសន្ធោសន្ធើចោលបានបោកបក់នាំយកផ្សែងឲ្យសត្វទាំងអស់នោះក៏កើតមានចលាចលពាសពេញទាំងព្រៃហែមពៀនហើយក៏បានឆេះរោរៀលទៅកាន់ទីកន្លែងសម្បុកចាបឈ្មោលផងនោះចំណែកឯចាបញីឃើញហើយធ្លាក់ថ្លើមក្ដុកត្បិតភ័យញាប់ញ័រអស់ទាំងខ្លួនប្រាណក៏បានស្ទុះស្ទាឆ្លេឆ្លារំទះអន្តែងក្លោចផ្សានឹកអាណិតដល់កូនស្មើនឹងជីវិតគិតនឹងកើតធ្វើដូចម្ដេចទៅទួញថាអោកូនសង្សារសំខ្សៃជីវ៉ាម្ដងនេះហើយអ្នកជាប្តីថ្លៃពុនលោកម្ដេចពុំឃើញមកណាអ្នកអើយភ្លើងឆេះព្រៃកូនសូនឥតត្រើយកូនអើយម្លេះសំក្ដៅខ្លោចផ្សាទួយសោករួចហើយចាបញីក៏បានស្ទុះហើពំកូនទាំងទ្វេប៉ុន្តែគួរអនិច្ចាណាស់ដោយចាបញីពុំអាចពំកូនបានឡើយទោះបីជាខំប្រឹងយ៉ាងណាក៏ដោយចាបញីបានហោះហើរឆ្លេឆ្លាចុះឡើងផិតភ័យញាប់ញ័រអស់ទាំងខ្លួនប្រាណក៏ទួញបន្តទៀតថាអោកូនស្ងួនកល្យាម្លេះសំម្ដាយខានឃើញមាសថ្លៃចាបញីទួញអង្វរអស់ទេវតាថែរក្សាព្រៃសូមឲ្យកូនបានរួចជីវិតនៅគ្រានោះផងបើទោះបីជាចាបញីខំស្រែកយំអង្វរយ៉ាងណាក៏ដោយក៏មិនអាចបញ្ឈប់ភ្លើងនោះបានឡើយភ្លើងក៏បានឆាបឆេះព្រៃគួរយកសម្បុកឆេះរោលទាំងកូននោះសូនសង្ខាភ្លាមមួយរំពេចនៅក្នុងពេលនោះទៅចំណែកឯចាបញីនៅពេលដែលឃើញកូនខ្សែដូច្នេះក៏តក់ស្លុតញាប់ញ័រអស់ស្មារតីក៏ទួញទៀតថាអោកូនស្ងួនពិសីកម្មអ្វីមកតាមឲ្យខ្ចាត់បងទាំងកូនទាំងអាសូរនៅក្នុងភ្លើងព្រៃទាំងប្តីក៏ព្រាត់បាត់បងព្រឹកមិញនៅជុំរហងនឹកឡើងមិនចង់រស់ថ្មីឡើយរស់នៅធ្វើអីអប្រៃប្រាណឲ្យតែរំខានមិនត្រានស្បើយបើភ្លើងឆាបឆេះបំផ្លាញស្លាប់ឲ្យអស់ហើយទ្រូងអើយសោះនឹងរងវេទនាផ្លេះតែរឿងចាបញីទៅត្រឹមនេះសិនចុះនិយាយអំពីចាបឈ្មោលដែលជាប់ខ្លួននៅក្នុងស្រទាប់ផ្កាឈូកឯនោះវិញម្ដង
លុះប្រលប់យប់យន់បានឈៀងមកដល់ពន្លឺព្រះច័ន្ទបានបញ្ចេញរស្មីដ៏ស្រស់ស្រទន់ព្រមទាំងទឹកសន្សើមក៏បានចាប់ផ្ដើមធ្លាក់យ៉ាងសស្រាក់សស្រាមពីពេញទាំងព្រៃព្រឹក្សាចំណែកឯបុប្ផាជាតិទាំងឡាយដែលរួញក្រៀមស្វិតដោយកម្ដៅថ្ងៃក៏បានចាប់ផ្ដើមរីកស្រទាប់ភ្ញីមកវិញហើយចាប់ឈ្មោលដែលបានជាប់ខ្លួននៅក្នុងស្រទាប់ផ្កាឈូកនោះក៏បានរួចចាកចេញមកវិញដែរក្រោមពន្លឺព្រះច័ន្ទថ្លាយងនាពេលរាត្រីនោះចាប់ឈ្មោលឥតបងអង្គឡើយក៏បានបោះពួយហោះហើរផ្លងសំដៅទៅទិសឋានរបស់ខ្លួនដោយមានក្លិនក្រអូបនៅជាប់កាយជាមួយផងលុះទៅដល់ស្រាប់តែឃើញភ្លើងឆេះព្រៃអស់បាត់ទាំងសម្បុកបាត់ទាំងកូនបាត់ទាំងប្រពន្ធពុំឃើញសោះចាប់ឈ្មោលញាប់ញ័រចំប្រប់អស់ទាំងប្រាណក៏យំខ្សឹកខ្សួលរៀបរាប់ថាអស់អោកូនកំសត់បុតទ្វេទៅណាពុំឃើញសពកាចាប់ញីដែលបានឃើញចាប់ឈ្មោលជាប្តីត្រឡប់មកដូចនេះក៏ចេញពីព្រៃមកផ្ចាលសម្ដីថាអ្នកឯងទៅព្រៃបានសប្បាយត្រេកអរនឹងសហាយត្រូវចិន្តាឥឡូវភ្លើងឆេះព្រៃព្រឹក្សាឆេះកូនទ្វេហាមហាខ្សែសពកាលរៀងខ្លួនត្រូវពេលមិនដែលខាត់ខានផុតមួយថ្ងៃគ្រានេះប្រែចិត្តកាត់អាល័យកិច្ចវេះដោះដៃរកស្នេហ៍ថ្មីយល់ជាត្រូវចិត្តស្និទ្ធរួមរយៈស្ម័គ្រខ្សែស្រឡាញ់ពេញបែតតីថែមធំក្លិនផ្កាជាប់ក្លិនស្រីនឹងមកធ្វើអ្វីអ្នកថ្លៃអើយហើយធ្វើជានឹករលឹកដល់កូនដែលអាសូរប្រឡ័យខ្សែអន្តរាយនៅណាមិនដឹងកន្លងខ្លែងខ្លាយអោបបាយមីយាតពាក្យសម្ដីពិតរីឯចាប់ឈ្មោលលុះនៅពេលដែលបានឮប្រពន្ធពោលដូច្នេះហើយដោយប្រច័ណ្ឌយ៉ាងនេះក៏ឆ្លើយតបទៅវិញថានាងអើយតាមពិតបងគិតមានស្ងួននឹងកូនថ្លៃណាស់ប៉ុន្តែកាលដែលបងហើឆ្លងជ្រោះនោះបងបានជួបប្រទះនឹងស្រះឈូកមួយមានផ្កាឈូករីកច្រើនពេកក្រៃបងក៏បានចុះទៅចឹកផ្កាឈូកនោះហើយជួនជាមេឃស្រឡះព្រះអាទិត្យបានជះកម្ដៅស្រះទឹកនោះក៏បណ្ដាលឲ្យផ្កាឈូកនោះរួមទៅវិញក្រសោបជាប់ទាំងខ្លួនប្រាណបងរើចេញពុំរួចបើទោះបីជាខំឬបំរាស់យ៉ាងណាក៏មិនអាចគេចចេញបានដែរទៅពេលនេះព្រះអាទិត្យអស់ស្ដង់គុតសន្សើមធ្លាក់ចុះមកផ្កាឈូកក៏បានរីកឡើងវិញទេទើបបងអាចចេញមកបានសូមនាងកុំអាក់អន់ចិត្តខឹងនឹងបងទុកទូមនិញអ្វីឡើយលុះចាប់ញីបានស្ដាប់ហើយក៏តបទៅវិញថាអ្នកអើយសូមកុំប្រើប្រាជ្ញាមកដោះសារថ្មីប្រសិនបើអ្នកអាល័យខ្ញុំមែននោះមិនមែនធ្វើតេះតោះតើយដូចនេះទេវិស័យជាប្តីប្រពន្ធនឹងគ្នាក៏បីដឹងខុសដឹងទុកនឹងគ្នាទើបហៅថាស្រឡាញ់តែនេះមកចេះតែថាស្រឡាញ់តែចិត្តវិញបែរជារកថ្មីទៀតហើយមកដោះសារថាផ្កាក្តោបជាប់នៅក្នុងស្រះខ្ញុំដឹងចិត្តច្បាស់ថាវាប្រកាសជាយ៉ាងនេះហើយអ្នកហ៊ានចោលសម្បុកទុកឲ្យភ្លើងឆេះកូនទាំងសម្បុកធ្លាក់ចូលទៅក្នុងក្រែងគ្មានសល់ឆ្អឹងហើយក៏មានផ្សែងហុយយ៉ាងកណ្ដោយកណ្ដែងអោកូនសំឡាញ់មាសម្ដាយអើយម្ដាយនឹកដល់អ្នកគឺធ្លាក់ថ្លើមក្តុកក្តួលណាស់ម្ដាយខ្សឹកខ្សួលញាប់ញ័រអស់ទាំងពុះពងហើយចាប់បាក់សាស្ដាប់ប្រពន្ធស្ដីបញ្ចុះបញ្ចើគំរុះគំរឿយដោយការប្រច័ណ្ឌយ៉ាងនេះទើបលោមថាប្រលឹងមានស្នេហ៍បងកំខឹងថ្មីណាពុំងារបងត្រង់នឹងស្រឡាញ់ប្អូនអស់ពីពោះឥតមានគំនិតកិច្ចកលមីយាឡើយកាលដែលបងមកមិនទាន់ព្រោះបងត្រូវផ្កាឈូកក្តោបជាប់ស្ទើរតែស្លាប់ខ្លួនហេតុនេះសូមប្អូនអត់ទោសឲ្យបងផងចុះណាចាប់ញីស្ដាប់ហើយក៏បានឆ្លើយដោយមិនប្រកែកចិត្តថាខ្ញុំដឹងជាក់ថាចិត្តអ្នកឯងចំជារិះឆាណាស់អាងតែមានប្រាជ្ញាចេះតែមកខំកែខៃចាប់ញីទួយសោកពុំស្រាក់ស្រានទោះបីជាចាប់ប្តីស្ដីប្រាប់ពីហេតុផលយ៉ាងណាក៏ពុំស្ដាប់ឡើយចេះតែទន្ទិញទួញថាអោសអោកូនកំសត់មាសម្ដាយអើយពីនេះទៅហើយម្ដាយឈឺផ្សានឹងទ្រាំតែទុកទៅដល់ណាសូនជីវ៉ាតាមមាសថ្លៃថាហើយចាប់ញីក៏បានការស្លាប់ក្រាបបង្គំប្រណម្យដល់ទេវតាដែលថែរក្សាព្រៃព្រឹក្សាគិរីបុព្វតាហើយខ្ញុំសូមតាំងចិត្តគិតសច្ចាប្រាថ្នាកុំឲ្យទៅរួមកាយនឹងជាតិជាប្រុសគ្រប់អង្គប្រាំហើយកុំឲ្យបានរែងអភិប្រាយមេត្រី
ស្ដីស្ដាប់សពបរិយាយឲ្យឆ្ងាយរៀងរាល់ជាតិនេះឲ្យបានបើទោះបីជាទៅកើតភពណាជាសត្វឬមនុស្សសានៅគ្រប់ឋានជាតិប្រុសកុំស្ម័គ្ររួមរយៈប្រាណកុំឲ្យរាប់អានស្ពានមេត្រីនៅក្នុងគ្រានោះផងដែរចាប់បាក់សាបានស្ដាប់សូរស័ព្ទរបស់ចាប់ញីហើយក៏សច្ចាតបទៅវិញថាសូមអស់ទេពៈសោកលក្ខដ្ឋានស្ថិតក្នុងត្រៃត្រានឆកាមាជួយជាសាក្សីខ្ញុំប្រាថ្នាតបស្នងវាចានឹងចាប់បាក់សីត្បិតគេប្រាថ្នាអនាគតឲ្យជៀសឲ្យផុតខ្ញុំជាប្តីជាតិប្រុសគេថាមិនមេត្រីមិនស្ដីមិនស្ដាប់សពវាទីថាខ្ញុំស្រឡាញ់មិនពេញស្ម័គ្រនឹងនាងនោះជាជាក់ស្មើជីវីពុំមានបែកបាក់ក្រែងចិត្តពីរលៃលោករោគញីឯទៀតសោះជាតិក្រោយសូមឲ្យបានរួមរយៈនឹងនាងនេះជាជាក់គូស្ម័គ្រស្មោះខ្ញុំស្ដីឲ្យស្ដាប់សពប្រកាសោះកុំឲ្យដោះលុះនឹងនិព្វានចាប់ញីបានលឺចាប់ឈ្មោលនិយាយដូច្នេះក៏នឹកក្តៅនៅក្នុងចិត្តឈួលលែងស្ដាយជីវិតក៏បានលោតចូលទៅក្នុងភ្លើងឆេះឈួលផុតរលត់សង្ខារបាត់ទៅឯចាប់ឈ្មោលជាប្តីឃើញដូច្នេះក៏បានធ្លាក់ថ្លៃក្តុកខ្លោចចិត្តយ៉ាងខ្លាំងហើយក៏បានស្ទុះលោតទៅផ្លោះចូលទៅក្នុងភ្លើងអគីក៏បានបាត់បង់ជីវិតទាំងពីរប្រាណនៅក្នុងគ្រានោះទៅនេះមកពីមានវេរាពីជាតិមុនដែលកើតទៅជាមនុស្សហើយបានដុតសត្វឲ្យមរណាទើបមានវេរាដុតខ្លួនឯងទៅតាមគ្រប់500ជាតិដូច្នេះរួចផុតពីវេរាជាតិដែលជាសត្វទេរឆានទើបបានមកកើតទៅជាមនុស្សវិញចាប់ឈ្មោលក៏បានមកចាប់កំណើតជាមួយនឹងកតញ្ញូមហាសិទ្ធិជាភរិយាឈ្មោះថាខេមានៅឯស្រុកចិនក្រៀមនៅនគរពារាណសីកតញ្ញូមហាសិទ្ធិមានទ្រព្យសម្បត្តិច្រើនអនេកឥតគណនាបានឡើយលុះកភិនាងខេមាគ្រប់ខែហើយក៏បានប្រសូតកូនប្រុសម្នាក់មានរូបរាងល្អប្រពៃដូចទេវតាសួគីលីចុះមកចាប់បដិសន្ធិកោតញ្ញាឃើញបុត្រក៏បានត្រេកអរនៅក្នុងចិត្តពេកក្រៃក៏បានដាក់ឈ្មោះហៅថាចៅសព្វសិទ្ធិលុះដល់វ័យចម្រើនបានគម្រប់15វស្សាបិតាមេតារឹតតែស្រឡាញ់ទ្វេឡើងថែមទៀតហើយក៏បានរើសភិលាម្នាក់ឲ្យនៅរួមសុខរួមទុក្ខជាមួយនឹងគ្នាពឹងពាក់យកអធ្យាស្រ័យនឹងគ្នាទៅវិញទៅមកសព្វសិទ្ធិជាកុមារម្នាក់ដែលមានប្រាជ្ញាឆ្លាតវៃនិងក្លាហានណាស់មានកុមាររហូតទៅដល់ចំនួន1001នាក់ស្ម័គ្រស្មោះស្រឡាញ់រាប់អានដោយមិនមានមងឡើយសម័យមួយនោះសព្វសិទ្ធិគិតនឹកចង់ចេញចាកលំនៅឋានដើម្បីទៅស្វែងរកចំណេះវិជ្ជានៅឯកតសិលាគិតរួចហើយក៏ទៅបបួលកុមារទាំង1001នាក់នោះដែលជាមិត្តសម្លាញ់លុះបានស្រស់ស្រួលគ្នាហើយទើបក្រាបសំពះមេដាបិតាហើយក៏បាននិយាយថាត្បិតចិត្តសពថ្ងៃសប្បាយណាស់ចង់ចែស្វែងស្វះលះនិគមនឹងគិតទៅរកលោកគ្រូធំឯបុរីមនោរម្យកតសិលារោគរៀនចម្រើនច្រើនភេទព្រះទ្វេផងអាណិតកូនម្ដងខំខមាបើរៀនចេះសពគ្រប់កាលណានឹងលាអាចារ្យមកវិញថ្មីមេដាបៃតាកាលបើបានស្ដាប់ឮសពសិទ្ធសុំលាចាកបុរីដូច្នេះក៏មានវិចារទៀតថាគុណអីកូនយើងឥតមានខាខំកូនបានទេព្រោះថាទំនៀមជាបុរសត្រូវកើតមកហើយត្រូវទៅស្វែងរករៀននៅអក្សរសាស្ត្រសិលដើម្បីទុកជាទ្រព្យតទៅថ្ងៃក្រោយបន្ទាប់ពីទទួលបានការអនុញ្ញាតនិងការប្រសិទ្ធពរជ័យពីមេដាបៃតាហើយសព្វសិទ្ធក៏បានក្រាបសំពះលាលោកទាំងពីររួចក៏បាននាំភីលៀងនិងកុមារចំនួន1001នាក់បានចាក់ចេញដំណើរបាត់ទៅសព្វសិទ្ធនិងកុមារទាំងអស់នោះបានខំដើរទាំងថ្ងៃទាំងយប់មិនហ៊ានឈប់ឈរទេហើយក៏បានទៅដល់នគរកតសិលាដោយបំណងពិតមែនបន្ទាប់មកពួកគេក៏បានចូលទៅជួបព្រះអាចារ្យពិសាបមកនៅឯទីនោះបន្ទាប់ពីបានចូលមកហាត់រៀននៅទីនោះមកពួកគេខិតខំប្រឹងហាត់រៀនមិនដែលហ៊ានឈប់ខកខានពេលវេលាណាឡើយមិនយូរប៉ុន្មានសព្វសិទ្ធដែលជាតួអង្គព្រះពោធិសត្វនោះនិងភិលៀងបានរៀនចេះវេទមន្តជាច្រើនដូចជាមនុស្សស្លាប់ហើយក៏សព្វសិទ្ធអាចដងដួងយកចាក់ចេញពីចិត្តពីខ្លួន
យកទៅដាក់នៅលើសពនោះឲ្យអាចរស់រានមានជីវិតវិញបានមិនតែប៉ុណ្ណោះទេបើទោះបីជាវត្ថុអ្វីផ្សេងក៏សពសិទ្ធនឹងភិលៀងនោះអាចដកដួងចិត្តយកទៅដាក់ចូលហើយវត្ថុនោះក៏អាចចរចាឆ្លើយឆ្លងបានដូចជាមនុស្សធម្មតាវិញដែរចំណែកឯកុមារទាំង 1001 នាក់នោះរៀនពុំបានចេះស្មើនឹងសពសិទ្ធនឹងភិលៀងឡើយពួកគេទាំងអស់នោះក៏បានតូចចិត្តច្បិតគិតតែខ្លួនឯងខ្លៅទើបបានលាលោកគ្រូអាចារ្យបាមកត្រឡប់មកផ្ទះមុនចំណែកឯសពសិទ្ធព្រមទាំងភិលៀងនៅរៀនរហូតដល់ចេះចប់ទើបលាលោកគ្រូត្រឡប់មកផ្ទះវិញយើងសូមឈប់ស្លេះទៅត្រឹមនេះសិនរឿងសពសិទ្ធសូមងាកមកនិយាយអំពីចាបញីនិងចាបឈ្មោលកាលដែលបានស្លាប់មកហើយនោះក៏យកកំណើតទៅជាបុត្រីស្ដេចនៅនគរពារាណសីហើយក៏មានព្រះនាមថាព្រហ្មទត្តខតីយវង្សទ្រង់មានមហេសីមួយព្រះអង្គដែលមានព្រះនាមថាកុសុមាវតីរាជវង្សកាលដែលព្រះនាងសុខុមាទ្រង់មានព្រះគភ៌គម្រប់ខែថ្ងៃហើយទ្រង់ក៏បានប្រសូតបុត្រីមួយអង្គដែលមានរូបឆោមលោមពណ៌ល្អពេកកន្លងមិនមានស្រីណាអាចប្រឡងប្រជែងសម្រស់បានឡើយព្រះអង្គព្រហ្មទត្តទ្រង់ក៏បានប្រទានព្រះនាមដល់រាជិនីធីតានោះថាសុវណ្ណកេសរលុះចម្រើនវ័យគម្រប់15ព្រះវស្សារូបរាងកាយរបស់សុវណ្ណកេសររឹងមាំរឹតតែល្អស្អាតថែមទៀតនឹងរកស្រីឯណាប្រៀបបានឡើយនៅក្នុងព្រះនគរនោះដោយហេតុថាមានកម្មផលជាប់ជំពាក់ពីជាតិមុនមកទើបសុវណ្ណកេសរមិនដែលនិយាយស្ដីនឹងបរិសមនុស្សប្រុសតូចធំក្ដីឡើយនឹងសូម្បីតែព្រះបិតារបស់ខ្លួនក៏មិនដែលអាចចរចាស្រដីតែនឹងស្នំបរិវារនឹងស្នំលាក់ខ្លួនសំងំនៅក្នុងប្រាសាទដោយមិនបានចាក់ចេញជួបបរិសណាម្នាក់ឡើយអស់រយៈពេល15ព្រះវស្សាកន្លងមកកាលនោះព្រះបាទព្រហ្មទត្តទ្រង់ក៏បានជ្រាបនៅសេចក្តីបុត្រីថាពុំអាចនិយាយចរចានឹងបរិសណាដូច្នេះទ្រង់ក៏ភិផលពេកក្រៃក្រោយមកទ្រង់ក៏បានត្រាស់ហៅមហេសីរបស់ទ្រង់ហើយក៏មានព្រះបន្ទូលថាប្អូនអើយហេតុអ្វីបុត្រីថ្លៃពុំដែលប្រស័យនឹងអញឡើយចាប់តាំងតែពីតូចរហូតដល់ធំវាលពេញក្រមុំប៉ុណ្ណេះហើយឬមួយមិនសុខទុក្ខទូមនោះបើមានក្តីខុសទាស់ចិត្តសៅហ្មងហេតុនេះសែនឆ្ងល់សែនកន្លងចូលនាងទៅលួងលោមសួរកលមើលសុកុមារដែលជាអគ្គមហេសីរបស់ព្រះបាទព្រហ្មទត្តក៏បានទទួលព្រះរាជអង្គការហើយក៏ប្រញាប់ទៅជួបនឹងសុវណ្ណកេសរនៅឯប្រាសាទទ្រង់ក៏មានព្រះបន្ទូលថាហើយបុត្រីកល្យានថ្លើមថ្លៃមេដាអើយមេដាមកនេះក៏ព្រោះតែបិតាទ្រង់ភិផលថាហេតុអ្វីក៏បុត្រីមិនដែលគល់នឹងទ្រង់ចរចាជាមួយនឹងទ្រង់សោះឬមួយក៏បុត្រីមានទុកមនោទាស់ចិត្តពីក្រៃនៅរឿងអ្វីមួយចូលបុត្រីស្រដីប្រាប់មេដាតាមត្រង់មកកុំលាក់លៀមអ្វីណានៅពេលនោះសុវណ្ណកេសរបានស្ដាប់ឮមេដាមានព្រះបន្ទូលហើយក៏មានការផិតភ័យជាខ្លាំងក៏អោនក្រាបសំពះទៅមេដាហើយក៏បានទូលថាអោមេមានគុណបុត្រីអើយបុត្រដឹងថាព្រះអង្គក្សត្របិតាទ្រង់មានគុណធ្ងន់ពេកអណៃកន្លងព្រោះព្រះអង្គបានបង្កើតបុត្រមកហើយក៏ចិញ្ចឹមបីបាច់ថែរក្សារហូតបានធំប៉ុណ្ណេះទៀតបុត្រមិនដែលសៅមងនៅក្នុងចិត្តណាឡើយប៉ុន្តែពេលនេះសូមព្រះមេត្តាអាណិតដល់បុត្រផងសុវណ្ណកេសរនិយាយដល់ត្រឹមនេះក៏ទ្រង់ព្រះកន្សែងបណ្ដើនិយាយបណ្ដើសូមព្រះមេត្តាទូលព្រះបិតាបងថាបុត្រនេះមិនដឹងជាមានកម្មពីអ្វីទេទើបបណ្ដាលឲ្យបុត្រចេះតែមានចិត្តជឿនណាយមិនចង់និយាយស្ដីចំពោះបុរសគ្រប់រូបសូម្បីតែព្រះអង្គដែលជាព្រះបិតាដែលមានគុណធ្ងន់ចំពោះបុត្រយ៉ាងណាក៏ដោយឲ្យតែបុត្រហៀបនឹងហាមមាត់និយាយស្ដីនោះហាក់មានអ្វីមួយមកខ្ទាស់ទុកមិនអោយនិយាយសូម្បីតែមួយម៉ាត់ចេញឡើយមានតែការអៀនខ្មាស់យ៉ាងខ្លាំងនេះហើយគឺជាការពិតបើមេដាមិនជឿបុត្រសូមស្បត់ជូនក៏បានដែរសូមឲ្យព្រះបិតាមេត្តាទុកពេលនេះឲ្យបុត្រសិននេះចោះព្រះអគ្គមហេសីរបស់ព្រះបាទព្រហ្មទត្តកុសុមាទ្រង់ក៏ព្រះសម្ដាប់រួចហើយទ្រង់ក៏បានយាងទៅគាល់ព្រះស្វាមីរួចក៏មានព្រះបន្ទូលទៀតថាកូនយើងនេះគ្រោះកម្មពិតស្ដាប់គួរអាណិតតាមពាក្យសម្ដីមិនឲ្យថាឈ្មោះតែប្រុសក្នុងលោកីកម្មអ្វីប្រចាំកម្មមកកាន់
មិនចង់ឲ្យចែចង់ថ្លែងចរចាទោះទាំងបិតាមហាក្សត្រដែលទ្រង់ព្រះគុណពេកអាណត្តិក៏នាំឲ្យបាត់សពវាទីទើបបានមិនហ៊ានឡើងកហៅសំងំពួននៅក្នុងប្រាង្គមនីសេចក្តីនេះសូមព្រះភូមិជ្រាបក្រោមធូលីល្អងប្របាទាព្រះបាទព្រំប្រទានទ្រង់ព្រះសម្ដាប់ហើយទ្រង់ក៏បានយល់ឃើញថាបុត្រីស្រីរបស់ព្រះអង្គពុំបានពុទ្ធបុត្រឬមាយាអ្វីនោះទេនេះទំនងជាមានកម្មពៀវេរាពីអតីតជាតិទើបបានជាមិនអាចនិយាយស្ដីនឹងបរិសណាបានឡើយនេះបើគិតទៅតាមខព្រះហៅថាបុត្រីនេះពេញជាល្អកម្ររកបានណាស់នេះប្រហែលជាចាំគូពីអតីតជាតិមកហើយទើបមិនអាចនិយាយស្ដីនឹងបរិសណាបានឡើយហើយក្រោយមកព្រះអង្គទ្រង់ក៏បានបង្គាប់ឲ្យកសាងប្រាសាទដ៏ល្អឆើតឆាយប្រទានដល់បុត្រីព្រមទាំងស្នំជាបរិវារផងទ្រង់ព្រះត្រេះតម្រិះថាទំនៀមពីបុរាណកាលមកគឺកូនធំត្រូវមានគូប៉ុន្តែបុត្រីសុវណ្ណកេសរនេះជាតិជាប្រុសមិនឲ្យឃើញប្រាណព្រោះហេតុតែនាងមិនប្រាថ្នាបើយ៉ាងដូច្នេះយើងគួរតែផ្សងបុណ្យបារមីចុះក្រែងបានជួបនឹងបុត្រីត្រូវចិន្តាតែថាឲ្យរើសយកបុត្រក្តីវង្សជាពូជពងវង្សសត្រាឲ្យបានលួងលោមឆោមចរចាហើយប្រសិនបើជាបុត្រីព្រមចរចាជាមួយនោះយើងនឹងរៀបអភិសេកឲ្យតែម្ដងទ្រង់ប្រទេសតម្រិះដូច្នេះហើយទ្រង់ក៏បានយាងឡើងទៅគង់នៅក្នុងរាជរោងដែលមានមន្ត្រីគាល់ត្រៀបត្រានៅទីនោះមន្ត្រីទាំងអស់នោះក៏បានទូលថាបបិទ្ធសម្ដេចព្រះភូមិន្ទចៅវាយស្រុកខេត្តមកពីគ្រប់តំបន់បាននិយាយថាប្រជានុរាស្ត្របានមកពីគ្រប់តំបន់គ្រប់ទិសទីសឹងតែសុខសប្បាយទាំងអស់គ្នាដោយសារតែគុណបុណ្យបារមីព្រះអង្គម្ចាស់សិសីទ្រង់ទុសពិតព្រះអង្គព្រំប្រទានបានព្រះសម្ដាប់រួចហើយយល់ថាត្រូវនឹងព្រះចិន្តារបស់ព្រះអង្គទើបទ្រង់មានព្រះបន្ទូលថាយើងសពថ្ងៃនេះពុំមានរាជបុត្រាតពងវងត្រកូលក្រងរាជនៅក្នុងនគរឡើយមានតែបុត្រីប៉ុន្តែព្រះនាងពុំដែលបានជួបចរចាប្រស្រ័យនឹងប្រុសណាឡើយឥឡូវនេះយើងសូមប្រកាសចាត់ចែងតែងសាប់ដល់ស្ដេចទាំងមូល100ដែលមានរាជបុត្រាដែលពុំទាន់មានគូគប់ហើយធ្លាប់ប្រសិទ្ធធ្វើជារាជការនិងមានប្រាជ្ញាឆ្លាតវៃឲ្យមកចរចាជាមួយនឹងទេពធីតារបស់ទ្រង់បើសិនជាអាចធ្វើឲ្យព្រះនាងចរចាជាមួយនឹងអ្នកណាបានយើងនឹងឲ្យគេគ្រប់គ្រងជាការគួរតវងត្រកូលតទៅគ្រានោះអលក្សចៅភ្នាក់ងារក៏បានចាត់ចែងសារទៅប្រទេសតូចធំទាំងមូលចំនួន100ប្រទេសលុះព្រះរាជសារនោះបានទៅដល់ដៃស្ដេចទាំង100ប្រទេសហើយស្ដេចដែលមានបុត្រាមិនទាន់បានចាត់ចែងតែងកាយបុត្រាដើម្បីឲ្យបានស្រស់ស្រាយកូនស្ដេចខ្លះមានប្រពន្ធមុននឹងស្ដាយមិនបានមកខ្លះទៀតក៏រកគូស្នេហ៍ពូកែឆត់ខ្លះទៀតរកមេមត់មកបញ្ជាន់ខ្លះទៀតក៏រកទឹកមុនមកស្រោចលើចំណែកឯខ្លះទៀតរៀនគាថាមហារំសាយតាំងពីស្លាបារីសេពនឹងស្នេហ៍តាំងខ្លួនពូកែគ្រប់គ្នាលុះបានរៀបចំពិធីរួចស្រេចបាច់ហើយកូនស្ដេចគ្រប់អង្គក៏បានយាងទៅតាមរាជបញ្ជានៃរាជទូតរហូតមកជុំគ្នានៅព្រះពន្លាបន្ទាប់មកព្រះអង្គព្រះបាទព្រំប្រទានទ្រង់ក៏បានយាងទៅជួបរួចក៏មានព្រះបន្ទូលថាចូលចៅទៅថ្លែងចែងវាទីនិងនារីធីតាបើនាងឆ្លើយឆ្លងសងចរចានោះមានសញ្ញាជាមុនស្រេចមានព្រះបន្ទូលដូច្នេះហើយទ្រង់ក៏បានត្រាស់បង្គាប់ឲ្យអស់សេនាយោធានិមឺនមន្ត្រីរៀបចំកន្លែងទទួលអស់កូនស្ដេចហើយក៏បានប្រគល់ការឲ្យបានចាត់ចែងរៀបទីឲ្យត្រូវតាក់ទងទៅតាមការសាងសង់ម្ដងម្នាក់ដោយមិនចាំបាច់ព្រះអង្គនាសេនាយោធាក៏បានចាត់មន្ត្រីមួយវងឲ្យនៅត្រៀមក្នុងបរិយាអំណាចចាំស្ដាប់មើលបើបរិយាធីតាវាចាជាក់នឹងនរណាក្រុមមន្ត្រីនោះត្រូវបន្លឺស័ព្ទឲ្យកងរំពងឡើងនឹងបានជ្រាបទៅដល់ព្រះបិតាទើបជាការស្រេចលុះប្រលប់យប់យន្តឈានចូលមកដល់ភ្នាក់ងារក៏បាននាំព្រះរាជបុត្រារបស់ស្ដេចសាមលរាជមួយព្រះអង្គទៅដល់ប្រាង្គប្រាសាទព្រះរាជធីតាបុត្រស្ដេចនោះបានត្រេកអរឥតឧបមា
សេពមុនផ្លុំអាគមមហាកំសាន្តទៅថាហើយកែវកល្យានសូមទោសប្រានប្រណីបងត្បិតបានលឺនាងព្រះនាងស្មោះបងស្ទើរនឹងហោះនឹងហើរឆ្លងមករកមាសមិត្តដោយចិត្តកងឲ្យដូចបំណងផងប្រាថ្នាសូមប្អូនពិសីស្ដីមួយម៉ាត់កុំឲ្យសូនស្ងាត់បាត់វិចាត្បិតព្រះពេទ្រទ្រង់មេត្តាឲ្យកែវកល្យាណាជាគូហើយធំអើយឆំឆើតស្ទើរវរវងកុំឲ្យសូនស្ងាត់បាត់វិចាកុំស្ងាត់កុំស្ទើរធ្វើរឹកឆាយទុញតោះទុញតើយមិនឆ្លៃឆ្លងព្រះរាជកុមារខំចរចាតែម្នាក់ឯងយ៉ាងយូរដោយព្រះនាងមិនបានឆ្លៃឆ្លងជាមួយឡើយធ្វើឲ្យព្រះរាជកុមារនោះឈឺចិត្តស្ទើរក្អួតឈាមគិតទៅហាក់ដូចជាទៅចាំយាមព្រះនាងអត់ងងុយអត់អំពើមន់រងាវនោះព្រះរាជកុមារក៏បានដើរចុះមកដោយជ្រុលជ្រោកដល់កន្លែងដំណេកក៏ដេកមមីមើរវើរវាយតែម្នាក់ឯងលុះដល់ថ្ងៃបន្ទាប់ព្រះរាជកុមារអង្គបន្ទាប់ក៏បានអួតអាងថានឹងទៅលួងលោមព្រះនាងឲ្យបានពេលដែលទៅដល់ភ្នាក់ងារក៏បាននាំព្រះរាជកុមារនោះឡើងទៅលើប្រាសាទលុះទៅដល់មាត់ទ្វារប្រាសាទខាងក្រៅព្រះរាជកុមារនោះក៏បានស្រែកបន្លឺឡើងថាខ្លួនបងជាប្តីស្រស់ស្រីស្រាប់បងស្ដីចូលស្ដាប់ឆាប់ឆ្លើយឆ្លងកុំកែវរេរុងគង់កន្តើយធ្វើហាក់វាហើយនៅស្ងៀមស្ងាត់បើមិនស្រឡាញ់ក៏វាហើយលែងតែប្អូនស្រីស្ដីមួយម៉ាត់បងសោតជាពូជពងវងខ្សាត់យុស័កសម្បត្តិក៏សំពួរទាំងរូបទាំងរាងឆោមឆើតបែតតីនាងយកជាប្តីយល់មិនជូរកុំធ្វើរឹកឆ្មើងដំឡើងតួឬនាងម៉ៅមួពីរឿងអ្វីខ្លួនបងល្អស្រេចដាច់លោកាសំជាផុសស្ដានាងប្អូនស្រីខ្លួនប្អូនល្អស្រេចដាច់លោកីសំជាមហេសីនៃរាមរាយប់កាន់តែជ្រៅត្រូវត្រជាក់រងាញាប់ញ័រញាក់អស់ទាំងខ្លួនប្រាណព្រះរាជកុមារចរចាតែម្នាក់ឯងអស់ចំណេះហើយនៅតែព្រះនាងមិនព្រមសារសងទៀតកល្យានក៏បានសំងំផ្ទុំមិនរវីរវល់ខ្វល់ឡើយចំណែកឯព្រះរាជកុមារឈឺចិត្តឆោទន្ទិញតែម្នាក់ឯងថាសំណាងអ្វីឯងទេក៏គំរក់ម្លេះលុះទៅដល់ដំណាក់ក៏បានប្រាស់ខ្លួនសន្សឹមសិនជឹកសិនជ័យកើតទុកមកមើមមីមើតែម្នាក់ឯងលុះដល់ចូលគម្រប់រាត្រីទី3ភ្នាក់ងារក៏បាននាំព្រះរាជកុមារមួយព្រះអង្គទៀតយាត្រាឡើងទៅទីឋាននៃព្រះរាជធីតាព្រះរាជកុមារក៏មានចិត្តក្លាហានណាស់ក៏បានស្រែកហៅព្រះរាជធីតាហើយយើមនាលសំឡាញ់បងអើយអញ្ជើញបែកខ្នងបើកសន្និសាចេញមកនីមនីកុំផ្សផ្សងម្ដេចម្ដាចរចាគ្នាបានម្ដងនួនល្អងកុំល្អៃក្រែងចិន្តាភ្ញៀវមកគួររកស្លាបារីទទួលភ្ញៀវថ្មីហើយស្ដីថាទើបត្រូវតាមដំរាច្បាប់មិនដែលនរណាស្ងៀមរឹងត្រទឹងប្អូនជាធីតាក្សត្រដ៏ប្រសើរមិនគួរមកធ្វើមុខយ៉ាងហ្នឹងយ៉ាងនេះគួរឬមាសប្រលឹងចូលរំពឹងឲ្យត្រូវច្បាប់មេត្តាកើតមកជាកូនស្រីបើគ្មានស្វាមីតាមសន្តាប់គេថាអប្រិយស្រីអភ័ព្វខុសនឹងដំរាច្បាប់ពីបុរាណមិនគួរកំណាញ់ពាក្យមួយម៉ាត់សំងំសំងាត់មិនសាសងមួយម៉ាត់កើតកាត់ផ្លៃប៉ុន្មានរៀមខ្សាត់ហាក់មានហួសវិចាក្រែងស្ដីនោះជ្រុលមាសប្រាក់ឬមួយក្រែងធ្លាក់ការចម្ប៉ាចូលប្រាប់ចំពោះព្រះសង្កាឬមិនវាចាតែនឹងបងបើប្រុសឯទៀតឆ្លៀតឆ្លើយស្ដីស្ត្រីអីចឹងដឹងស្រីនោះល្អឬមួយគេក៏ថ្លង់កន្លងទើបមិនសាសងសាប់វាទីឲ្យបងទុនទិញដូចសូត្រធរតលតែស្អែកញ័រសពឥន្ទ្រីទាំងពីរប្រលប់យប់យាមពីគួរឬនារីមិនមេត្តានៅពេលនោះព្រះនាងសុវណ្ណកេសរទ្រង់ព្រះសន្តាប់សັບវិចាររបស់ព្រះរាជកុមារហើយទ្រង់ក៏បានភ្ញាក់ជាខ្លាំងស្ទើរតែនឹងជេរផ្ដាសាប៉ុន្តែទាស់ត្រង់ថាខ្លួនប្រាណសច្ចានៅក្នុងចិត្តហើយថាទើបមិនអាចហាស្ដីបានដូច្នេះហើយទើបព្រះនាងប្រាស់ខ្លួនសំងំផ្ទុំលងលក់បន្តទៀតទៅនៅថ្ងៃក្រោយបន្ទាប់មក
គេក៏បាននាំរាជបុត្រាទៅសាកល្បងឲ្យប្រាជ្ញាផ្សេងៗប៉ុន្តែគ្មានព្រះអង្គណាទទួលបានចម្លើយអ្វីឡើយនៅទីបំផុតព្រះរាជកុមារនៃបុត្រសាមរាជក៏បានលាត្រឡប់ទៅនគរវិញទាំងអស់គ្នាកាលនោះព្រះបាទព្រហ្មទត្តទ្រង់ក៏បានជ្រាបថាបុត្រាក្សត្រទាំងប៉ុន្មានពុំអាចធ្វើឲ្យបុត្រីកល្យាណស្រីឆ្លើយឆ្លងបានឡើយទើបទូចព្រះតីកើតទុកទូមនោះត្រាស់បង្គាប់អស់ពពួកមន្ត្រីផងថាអញពិផលឆ្ងល់កន្លងពីបុត្រីព្រោះថាជាកូនស្ដេចទាំងប៉ុន្មានមិនមែនជាកូនគូទេឬអ្វីទើបបានជានាងមិនស្ដីឆ្លើយឆ្លងយ៉ាងនេះបើដូច្នេះចូលចេញប្រកាសជាសញ្ញាប្រាប់ទៅដល់មន្ត្រីទាំងអស់ថាបើមានកូនប្រុសកំឡោះស្អាតហើយមានមាយាទល្អរឹកពីចេះចរចាដោយសម្ដីវ័យអត្ថាធិប្បាយឲ្យរៀបរាប់ប្រដាប់ប្រដាសម្រាប់កាយមកចរចាក្រែងលោមបុត្រីរបស់យើងត្រូវចិត្តហើយនិយាយតបតទៅនឹងនរណាអ្នកនោះទុកថាវាសនាហើយដែលមានជាសញ្ញាទុកស្រាប់ប៉ុន្តែត្រូវទៅរកពពួកប្រចាំការជាអ្នកនាំទើបត្រូវច្បាប់អាមាត្យក៏បានក្រាបបង្គំលាព្រះអង្គហើយក៏បានប្រញាប់ប្រញាល់ទៅតាក់តែងចុតម៉ាយចែកផ្សាយគ្រប់ទិសទីអូនមន្ត្រីទាំងអស់បានដឹងហើយក៏បានត្រេកអរឥតឧបមាក៏បានប្រញាប់ប្រញាល់រៀបចំប្រដាប់ប្រដាតាក់តែងកាយយ៉ាងស្អាតបាតនិងប្លែកៗពីគ្នាលុះបានរៀបចំរួចហើយក៏បានប្រញាប់ប្រញាល់ទៅរកភ្នាក់ងារជាអធិបតីដើម្បីនាំទៅប្រាប់ប្រាង្គប្រាសាទរបស់ព្រះនាងសុវណ្ណកេសរហើយនៅពេលដែលបានចាប់ផ្ដើមថ្លែងចរចាទៅតាមប្រាជ្ញារៀងៗខ្លួនម្នាក់ចេះតែទៅតាមទៅមកនិយាយតែម្នាក់ឯងគួរតែសម្ដែងធម៌ទេសនាអស់ចិត្តអស់ចង់តលប្រាជ្ញាខ្លួនឯងដោយធីតាមិនបានចរចាអ្វីឡើយព្រះអង្គព្រហ្មទត្តទ្រង់បានព្រះសម្ដាប់ហើយទ្រង់រឹតតែព្រួយនៅក្នុងព្រះចិន្តាថែមទៀតនៅពេលនោះទ្រង់ក៏បានត្រាស់បញ្ជាឲ្យរាជអាមាត្យប៉ាវគងគ្រប់ទីកន្លែងមិនថាកូនសេដ្ឋីក្តីឬកូនកដុំពីរណាឡើយឲ្យតែអ្នកនោះមានវាសនាអាចធ្វើឲ្យសុវណ្ណកេសរនិយាយរកបាននោះគឺជាភ័ព្វសំណាងរបស់គេហើយយើងនឹងមិនឲ្យទោសអ្វីក្រុមអាមាត្យពេលនោះក៏បានក្រាបលាព្រះអង្គព្រហ្មទត្តរួចក៏បានដើរប៉ាវគងប៉ាវខ្មោះគ្រប់ទីកន្លែងផ្អើលអស់កូនសិទ្ធិនិងកដុំពីរបាននាំគ្នាមូលមីត្រៀបត្រាសាកល្បងនិយាយដោយបញ្ញារៀងៗខ្លួនប៉ុន្តែពួកគេនោះគឺគ្មាននរណាម្នាក់បានទទួលផលអ្វីឡើយបានត្រឹមតែការខកបំណងហើយក៏បានវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនរឿងនេះខ្ញុំសូមស្លេះទៅត្រឹមនេះមួយកន្លែងសិនសូមងាកមកមើលចៅសព្វសិទ្ធរិទ្ធីក្លាហានឯនេះវិញម្ដងកាលដែលលាចាកពីព្រះគ្រូចៅអធិការចាបបោកមកធ្វើដំណើរបន្តអស់រយៈពេល15ថ្ងៃទើបមកដល់លំនៅឋានវិញហើយក៏បានចូលទៅក្រាបសំពះមេត្តាបិតាជាមុនសេដ្ឋីទាំងពីរលុះនៅពេលឃើញបុត្រារបស់ខ្លួនបានមកដល់ដូច្នេះក៏មានចិត្តត្រេកអរឥតឧបមាទើបសួរថាកូនអើយកូនប្រាស់បាត់មុខទៅហើយយើងនៅសឹងទុកពុំសុខសាន្តថ្ងៃនេះបានស្បើយលហែលហើយពីប្រាណព្រោះបានឃើញកូនត្រឡប់មកដល់តើកូនទៅរៀនបានចេះអ្វីខ្លះចូលកូនប្រាយប្រាស់ប្រាប់យើងឲ្យអស់ចម្ងល់ដោយចិត្តកិច្ចកលដែលកូនបានចេះគ្រានោះសព្វសិទ្ធស្ដាប់ឮឪពុកម្ដាយសួរដូច្នេះក៏បានក្រាបសំពះជម្រាបទៅតាមដំណើររឿងដែលខ្លួនបានទៅសិក្សាឥតមានខ្វះចន្លោះអ្វីឡើយកំពុងតែសាសងគ្នាដោយសប្បាយរីករាយនៅពេលនោះស្រាប់តែអាមាត្យម្នាក់បានមកដល់ផ្ទះមហាសេដ្ឋីហើយក៏បានជួបសព្វសិទ្ធដែលជាតួអង្គរបស់ព្រះពោធិសត្វហើយថាល្អស្អាតលើសពីភពផែនដីដែលគេប្រដូចគ្មានពីគួរជាទីចាប់ចិត្តក្រោយពីបានសាកសួរទៅដឹងថាសព្វសិទ្ធទើបតែនឹងត្រឡប់មកទៅរៀនសិលសាស្ត្រវិជ្ជាអាមាត្យក៏បានប្រញាប់ប្រញាល់លាសេដ្ឋីត្រឡប់ទៅវិញហើយក៏បានទៅទូលក្សត្រអង្គទៅតាមដំណើររឿងព្រះអង្គព្រហ្មទត្តទ្រង់ព្រះសម្ដាប់រួចហើយទើបទ្រង់ត្រាស់បញ្ជាថាបើដូច្នេះចូលឯងយាត្រាយាងទៅរកកុមារនោះឲ្យឆាប់មកអាមាត្យក៏បានក្រាបបង្គំលាព្រះអង្គហើយក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ចន្ទក្រៀមលុះទៅដល់ហើយក៏បានឡើងទៅជម្រាបមហាសេដ្ឋីថាព្រះករុណាជាអង្គម្ចាស់មានព្រះរាជអង្គការត្រាស់លើសិរសី
ឲ្យយកសពសិទ្ធរិទ្ធបារមីចូលកលចក្រីកុំបីខានហើយព្រះអង្គទ្រង់ត្រាស់ឲ្យថានៅក្នុងថ្ងៃនេះកុំបីបងអង្គឡើយនៅគ្រានោះមហាសិទ្ធិបានស្ដាប់ឮហើយផិតភ័យញាប់ញ័រអស់ទាំងប្រាណព្រោះពុំបានដឹងនៅរឿងអ្វីសោះទើបប្រាប់ទៅសពសិទ្ធថាកូនអើយកូនមហាក្សត្រធិបតីឲ្យត្រាមកថាឲ្យយើងនាំសពសិទ្ធទៅគាល់ស្ដេចចក្រីកុំបីបងអង្គឡើយនៅពេលនោះសពសិទ្ធស្ដាប់ឮហើយក៏បានភ្ញាក់ព្រឺតព្រឺព្រួយព្រោះបានលេចឮនៅពាក្យពរនីហើយស្រាប់ទើបប្រញាប់ប្រញាល់រៀបចំតាក់តែងកាយឲ្យបានសមរម្យចំណែកឯលោកមហាសិទ្ធិដែលជាបិតានោះបានប្រាប់ទៅនាងខេមាដែលជាភរិយាឲ្យទៅរៀបចំម្ហូបនំចំណីអាហារយ៉ាងឆ្ងាញ់សម្រាប់សពសិទ្ធនិងភិលៀងហើយនឹងអាមាត្យជាបរិវារយ៉ាងស្កប់ស្កល់រួចហើយទាំង3នាក់ក៏បាននាំគ្នាគ្មៀតខ្មៃម្នីចេញដំណើរដោយបងអង្គវារីឡើយសូម្បីតែមានពពួកស្រីទៅតាមទីផ្សារជាច្រើនបាននិយាយលេបខាយសម្ដីដាក់សពសិទ្ធយ៉ាងណាក៏ធ្វើដំណើរទៅដោយស្រួលស្រោតរលូតជានិច្ចពុំមានវិវេបងឯបងអង្គបន្តិចសោះឡើយលុះទ្រង់ទៅដល់ព្រះបរមរាជវាំងហើយសពសិទ្ធក៏បានទៅក្រាបបង្គំទូលព្រះមហាក្សត្រព្រះបាទព្រំប្រទាត់នៅពេលនោះទ្រង់ទតឃើញសពសិទ្ធហើយទ្រង់ក៏មានព្រះតម្រិះថាចៅសពសិទ្ធនេះល្អពិតមែនល្អលេចលើសអស់ពពួកបរោះផែនដីលើលោកការូបទ្រង់ហាក់ដូចជាវងភក្ត្រាគូក្រងសីមានាឯក្រុងក្រៃបើឲ្យធ្វើធំពុំបងគេនឹងបានថិតថេរជាមហិហីរាជទាស់ទាំងពួងមានអាល័យអាស្រ័យទំនាក់ពាក់ពឹងបានចាំមើលម្ដងនេះតើយ៉ាងម៉េចនឹងសម្រេចកិច្ចឬខុសខានតែថាបើនាងមិនស្មោះស្មានអញនឹងច្រានចោលលែងគិតទៀតព្រះអង្គទ្រង់ក៏ត្រេះតម្រិះដូច្នេះហើយទ្រង់ក៏បានត្រាស់ហៅសព្វសិទ្ធឲ្យចូលទៅគាល់ចិត្តព្រះអង្គទ្រង់ក៏មានព្រះបន្ទូលថាហើយអើចៅសព្វសិទ្ធចូលទៅស្រដីនឹងបុត្រីអញទៅតាមប្រាជ្ញាតែឯងស្រាប់ទៅហើយឯងបើនាងចូលចិត្តស្ម័គ្រស្មោះឆ្លើយឆ្លងតបតសម្ដីនោះបែនអញនឹងផ្សំផ្គុំឲ្យទៅជាគូគប់ទៅតាមប្រពៃណីនៃរាជវង្សរួចហើយនឹងលើកឲ្យទៅជាឧបរាជមិនខានឡើយបន្ទាប់មកព្រះអង្គទ្រង់ក៏បានត្រាស់បង្គាប់ឲ្យយោធាឲ្យចាត់ចែងទៅតាមការលងលុះយាមជាបឋមពពួកនាយក្រុមបាននាំសពសិទ្ធនិងភិលៀងទៅដល់ប្របនិងប្រាសាទបន្ទាប់ពីបានសែកសិលវិជាការរួចហើយសពសិទ្ធក៏បានលើកហត្ថាទាំងពីរប្រណម្យសច្ចាអធិដ្ឋានថាហេតុកុសលផលខ្ញុំបានសាងពីបុរេជាតិមកបើនាងនេះជាគូព្រេងមែនដែលពុំវិវេក្លៀងឃ្លាតឃ្លាទុំទេពអាណិតគិតជួយញាតជួយឲ្យនាងលាតចែងចោចាផ្សងស្រេចដូច្នេះហើយសពសិទ្ធក៏បានស្រែកសែកមុនវិជាដកយកដួងចន្ទាពីភិលៀងយកទៅដាក់នៅនឹងមាត់ទ្វារហើយក៏បានស្រែកថាហើយមាត់ទ្វារអ្នកងាកបិទសូមអ្នកអាណិតយើងជួយជ្រើសយករឿងនៅនិទានព្រេងមុននឹងមកនិទានឲ្យយើងស្ដាប់ទៅតាមប្រាជ្ញាទ្វារនោះផងដួងใจភិលៀងនិងទ្វារនោះកាលបើបានស្ដាប់ហើយក៏បានឆ្លើយតបថារូបខ្ញុំនេះគឺជាទ្វារសម្រាប់ពេលថ្ងៃគេបើកពេលយប់គេបាំងរឿងអ្វីក៏មិនចេះនិយាយរិះគន់នឹងនយោបាយនោះដែរបើម្ចាស់គេចេះដឹងដំណឹងនេះសូមជ្រាបសម្ដាប់នាំមកសម្ដែងនៅឲ្យបានប្រាប់ដឹងផងក្សត្រីសុវណ្ណកេសរកាលបើបានឮទ្វារចរចាចេះលេបខាយដូច្នេះនឹងឆ្ងល់នៅក្នុងចិត្តពុនពេកគិតថាអេហេទ្វារនេះមិនក៏ចេះនិយាយស្ដីហេតុអ្វីតែព្រះពោធិសត្វជាមនុស្សមានបុណ្យទើបបណ្ដាលឲ្យព្រះនាងសុវណ្ណកេសរខ្វល់ខ្វាយនៅក្នុងចិត្តមិនខុសក្សត្រីក៏បានចុះចាកពីក្រឡាបន្ទុំហើយក៏បានយាងមកអែបនៅទ្វារព្រោះស្ថិតយាងដើម្បីផ្ទៀងផ្ទាត់ស្ដាប់ចំណែកឯសព្វសិទ្ធក៏បាននិយាយនឹងទ្វារតទៅទៀតថាបងថាមិនចេះចាំរឿងចូលប្រុសស្ដាប់យើងនឹងពរនីតាមពាក្យបុរាណព្រេងព្រឹទ្ធាមកជាយូយានឹងអង្វែងហងឲ្យបងស្ដាប់កាលនោះមានព្រាន4នាក់ដែលជាមិត្តនឹងគ្នាបានដើរស្វែងរកវិជារៀនសិលសាស្ត្រ
ទាំង4នាក់រៀនបានចេះចាំជំនាញយ៉ាងច្បាស់ស្ទាត់រៀងខ្លួនគឺមួយចេះខាងបាញ់ធ្នូទី2គឺចេះខាងទាយទី3ចេះខាងប្រុសមនុស្សដែលស្លាប់ហើយឲ្យរស់ឡើងវិញបាននិងទី4នោះគឺចេះមុជទឹកសម័យថ្ងៃមួយបុរសទាំង4នាក់នោះបានធ្វើដំណើរចូលទៅក្នុងព្រៃហើយក៏បានឃើញដើមឈើដ៏ធំមួយដុះប្របនឹងមាត់ឆ្នេរសមុទ្របុរសទាំង4នាក់នោះក៏បានចូលទៅសម្រាកបុរសទី3បានសួរទៅបុរសដែលចេះទូទាយថាតើថ្ងៃនេះនឹងមានលៀបជាអ្វីសូមអ្នកទាយបានច្បាស់មកពេលនោះបុរសហោរាក៏បានទាញក្តារគុនគូតាមជើងលេខហោរារួចក៏បានថាបន្តិចទៀតនឹងមានសត្វឥន្ទ្រីធំមួយបានពំស្រីក្រមុំល្អឆាត់ឆាយតាក់តែងកាយហោះហើរកាត់ទីនេះភ្លាមនោះឥន្ទ្រីក៏បាននាំពំនារីនោះមកដល់ចំណែកឯបុរសដែលចេះបាញ់ធ្នូក៏មនីបាញ់ទៅក៏ត្រូវនឹងឥន្ទ្រីនោះផ្សៃសង្ខារបាត់ទៅចំណែកឯនារីក៏បានធ្លាក់ចូលទៅក្នុងមហាសមុទ្ររីឯបុរសដែលចេះមុជទឹកក៏បានមុជចុះទៅប្រកង3ក្រសោបកាយរបស់ព្រះនាងនោះតែគូឲ្យសោកស្ដាយព្រោះនាងនោះបានស្លាប់បាត់បង់ជីវិតទៅហើយចំណែកឯបុរសដែលចេះប្រុសនោះក៏បានសែកមុនគាថាប្រុសនាងនោះឲ្យរស់រានមានជីវិតឡើងវិញបានឃើញដូច្នេះបុរសទាំង4នាក់នោះបានសប្បាយចិត្តណាស់ដោយចង់បាននាងនោះជាភរិយារៀងខ្លួនក៏បានជជែកគ្នារហូតដល់ឆ្លោះគ្នារឿងនេះចប់ត្រឹមនេះសូមបងទ្វាឆ្លើយទៅមើលថាតើនាងនោះបានទៅនរណាប៉ុន្តែបើតាមខ្ញុំនាងនោះត្រូវបានទៅបុរសហោរាយកមកធ្វើជាប្រពន្ធព្រោះគេមានគុណជាងគេកាលនោះព្រះនាងសុវណ្ណកេសរបានឮទ្វាឆ្លើយខុសដូច្នេះតូចចិត្តគិតថាទ្វានេះមិនដែលចេះនិយាយទេដល់ចេះនិយាយហើយក៏និយាយមិនត្រូវទៀតគិតហើយព្រះនាងក៏បានឆ្លើយថាទ្វាឯងមិនដេចក៏ឆ្លើយខុសយ៉ាងនេះបើតាមខ្ញុំគិតថានាងដែលត្រូវបានទៅអ្នកមួយទឹកជាប្រពន្ធព្រោះគេបានប៉ះពាល់បីពោត្រកងរាងកាយព្រះនាងនោះមុនគេព្រះនាងឆ្លើយដូច្នេះគិតថាជាទ្វាមិនដឹងថាជាល្បិចកលរបស់សព្វសិទ្ធទេគ្រានោះពពួកភ្លេងបានឮសំឡេងព្រះនាងឆ្លើយក៏ប្រគំភ្លេងខ្មែរពេញប្រហឹងអើងកងនៅក្នុងរាជវាំងឮដល់ព្រះកេមហាក្សត្រព្រះបាទព្រំប្រទាត់ទ្រង់បានជ្រាបថាបុត្រីរបស់ព្រះអង្គបានសាសងជាមួយនឹងសព្វសិទ្ធហើយលុះដល់យាមពីយប់វេលាមកដល់សព្វសិទ្ធក៏បានដកដួងចៃពីមាត់ទ្វារក៏ទៅដាក់នៅក្នុងគោមរយ៉ាបានដោយប្រាថ្នាហើយក៏សួរថាណែមនាលជាគៀងរាំងសីតើអ្នកចេះរឿងអ្វីចូលពណ៌នាឲ្យយើងបានស្ដាប់ផងណាភិលៀងដែលនៅក្នុងជង្គៀងគោមនោះក៏បានឆ្លើយថាខ្ញុំសពថ្ងៃនេះគ្រាន់តែជាភ្នាក់ងារសម្រាប់គេអុជបំភ្លឺនៅពេលយប់តែប៉ុណ្ណោះបើម្ចាស់ដឹងរឿងខ្លះសូមមេត្តានិទានឲ្យខ្ញុំបានស្ដាប់ផងព្រះនាងសុវណ្ណកេសរស្ដាប់ឮហើយសែនឆ្ងល់ពេកកន្លងនៅហេតុចម្លែកដែលបានកើតឡើង2 ទៅ 3 ដងយ៉ាងនេះហើយពេលនេះចង្គៀងចេះនិយាយទៀតទ្រង់គិតថាតើនឹងមានកិច្ចកលយ៉ាងណាទៅទ្រង់ក៏ចាំស្ដាប់បន្តទៀតនៅពេលនោះសព្វសិទ្ធកាលបើបានឮចង្គៀងឆ្លើយដូច្នេះហើយបើអញ្ចឹងចូលបងចាំស្ដាប់ណាកាលពីយូរអង្វែងណាស់មកហើយនោះគឺមានបងប្អូន4នាក់ចេះវិជ្ជាចំណានយ៉ាងខ្លាំងមួយបានចេះគូរូបមួយទៀតបានចេះឆ្លាក់ចេញជើជារូបនិងមួយទៀតបានចេះប្រុសឲ្យរស់និងមួយទៀតបានចេះឲ្យតាក់តែងកាយឲ្យដូចជាមនុស្សប្រុសឬស្រីសម័យថ្ងៃមួយបុរសទាំង4នាក់នោះបានយកឈើមកឆ្លាក់ធ្វើជារូបស្រីយ៉ាងស្អាតម្នាក់ទៀតចេះប្រុសឲ្យរស់រានមានជីវិតចំណែកឯម្នាក់ទៀតក៏ចេះរៀបចំសម្លៀកបំពាក់បិទបាំងរាងកាយឲ្យនាងនោះមានសភាពកាយយ៉ាងស្អាតបាតហើយនាងក៏ចេះនិយាយស្ដីផងដែរបន្ទាប់ពីបានឃើញរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងហើយអ្នកទាំង4នាក់នោះក៏កើតមានគំនិតចង់បាននាងនោះធ្វើជាភរិយាទាំងអស់គ្នារហូតដល់ជជែកគ្នាទៀតផងបងចង្គៀងថាទៅមើលតើនាងនោះត្រូវបានទៅនរណាដួងចៃភិលៀងដែលស្ថិតនៅក្នុងជង្គៀងនោះបានឆ្លើយតបភ្លាមៗថាបើតាមខ្ញុំនាងគួរបានទៅបរោះដែលរកសម្លៀកបំពាក់បិទបាំងរាងកាយឲ្យនាងហើយនៅគ្រានោះសុវណ្ណកេសរក៏បានស្ដាប់ឮចង្គៀងឆ្លើយមិនត្រឹមត្រូវដូច្នេះព្រះនាងក៏ទុកមិនបានក៏ឆ្លើយភ្លាមដោយមិនគិតថានេះគឺជាល្បិចក្រមធ្វើអ្វីឡើយមនាលចង្គៀងរុងរឿងរឹទ្ធី
ហេតុបិទអ្វីទៅចេះចរចាយើងនៅទីនេះដល់យូរណាស់មកហើយពុំដែលប្រទះឬភាសាអ្នកទេប៉ុន្តែឥឡូវនេះអ្នកចេះនិយាយបានប៉ុន្តែឆ្លើយមិនត្រឹមត្រូវទៅតាមពិតដោយសុចរិតនាងគួរតែបានទៅលើបុរសដែលចេះឆ្លាក់ព្រោះគេបានគិតគូរឆ្លាក់និងបានកាន់ប៉ះពាល់រាងកាយរបស់នាងសពគ្រប់កន្លែងចំណែកឯពពួកក្រុមភ្លេងដែលតែងតែស្ដាប់ជានិច្ចនោះលុះដល់ឮសំឡេងព្រះនាងហើយក៏បាននាំគ្នាប្រគំស្នូកងរំពងពាសពេញលន់ឮនៅក្នុងរាជវាំងក៏ក្រើកអស់ដល់ព្រះអង្គព្រំប្រទាត់នៅពេលនោះទ្រង់ក៏មានចិត្តរំភើបប្រតិពេកក្រៃទ្រង់ក៏បានយល់ថាពិតជាមានបុព្វនិស្ស័យហើយទើបប្រស្រ័យរកគ្នាបានលុះយប់យាម3សព្វសិទ្ធក៏បានដកដួងចៃនោះយកទៅដាក់នៅក្នុងព្រះស្រីហើយនិយាយថាពៀនអើយអ្នកចូលនិទានរឿងអ្វីឲ្យបានចេះចាំយើងបានស្ដាប់ផងព្រោះយើងនេះខ្វាយខ្វល់ដេកមិនលក់សោះឡើយនៅពេលនោះពៀនព្រះស្រីក៏បានឆ្លើយទាំងកិច្ចកលថាខ្ញុំមិនចេះដឹងគ្មានប្រាជ្ញាអ្វីទាំងអស់ខ្ញុំនេះគ្រាន់តែជាពៀនព្រះស្រីដែលគេតម្កល់ស្លាបារីតែប៉ុណ្ណោះមិនបានចេះដឹងរឿងអ្វីទេបើម្ចាស់បានយល់ដឹងនៅរឿងអ្វីខ្លះសូមមេត្តាឆ្លើយប្រាប់ឲ្យខ្ញុំបានដឹងផងនៅពេលនោះសុវណ្ណកេសរបានឮសំឡេងចេញពីពៀនព្រះស្រីនិងនឹកដល់សន្ធឹកសន្តានដោយប្រាជ្ញាថាចាប់តាំងពីព្រេងព្រឹទ្ធាចារ្យបុរាណកាលមកមិនដែលមានពៀនព្រះស្រីឯណាចេះនិយាយនោះទេនេះគឺដល់គម្រប់3ដងហើយគួរតែឲ្យឆ្ងល់ណាស់នៅគ្រានោះសុវណ្ណកេសររិះគិតរកហើយក៏ផ្ចិតផ្ចង់ព្រះកាយចាំស្ដាប់ពៀនព្រះស្រីនោះនិយាយបន្តទៀតគ្រានោះសព្វសិទ្ធបានស្ដាប់ពៀនព្រះស្រីនិយាយហើយក៏តបថាមនាលពៀនមុនីចូលចាំស្ដាប់ណាស់យើងនឹងនិទានប្រាប់ដល់អ្នកនៅកាលនោះគឺមានចៅម្នាក់រស់នៅឯព្រៃហេមពៀនមានទ្រព្យជាច្រើនអនេកតើបានមកដោយការលួចប្លន់សម័យថ្ងៃមួយចៅនោះបានរើសទ្រព្យរាប់មិនអស់ឃើញថាច្រើនឥតកណនាចៅនោះក៏បានគិតថាអោអញអើយបើខ្សែទៅទ្រព្យសម្បត្តិទាំងអស់នោះគឺខ្ចាត់ខ្ចាយបាត់បង់ទៅក្នុងព្រៃស្មោសានបើមានកូនម្នាក់គ្រាន់តែពឹងពាក់គ្រប់គ្រងទ្រព្យធនធាននេះនៅថ្ងៃក្រោយគិតដូច្នេះហើយចៅនោះក៏បានចាក់ចេញបាត់ទៅពេលនោះចៅក៏បានសំងំទៅក្នុងភូមិមួយក៏បានជួបប្រទះនឹងក្មេងកំពុងតែលេងមួយក្រុមក៏បានស្ទុះទៅចាប់ក្មេងស្រីម្នាក់ហើយយកទៅក្នុងគុហាចិញ្ចឹមបីបាច់ថែរក្សាលុះនាងនោះមានអាយុបានចំនួន15ព្រះវស្សាក៏កើតជំងឺបាយទឹកពុំបានចៅនោះក៏បានចាក់ចេញទៅស្វែងរកពេទ្យមកដើម្បីមកមើលថែជំងឺរបស់កូនចៅនោះលុះទៅដល់ផ្លូវដូនចាស់ម្នាក់ក៏បានធ្លាប់ជាពេទ្យក៏កើតទៅសំពះដូនចាស់នោះហើយថាសូមលោកយាយអាណិតខ្ញុំផងចុះព្រោះអីពេលនេះខ្ញុំមានអាសន្នធំណាស់ដោយកូនស្រីរបស់ខ្ញុំគឺកើតជំងឺដាច់បាយដាច់ទឹកមិនដឹងជារោគអ្វីទេសូមលោកយាយប្រណីទៅជួយសង្គ្រោះផងចុះនៅពេលនោះដូនចាស់ស្ដាប់ឮហើយក៏មានចិត្តជាក់ថាជាចោក៏មានចិត្តផាត់ភ័យយ៉ាងខ្លាំងគិតថាក្រែងចោនេះមកខ្លែងបន្លំបោកទ្រព្យរបស់ឯងយកទៅកាប់សម្លាប់គិតដូច្នេះរឹតតែមានការផាត់ភ័យខ្លាំងឡើងមិនដឹងជាធ្វើដូចម្ដេចក៏គិតថាបើមិនទៅនៅទាំងទេច្បាស់ជាចោនោះវាសម្លាប់ដូច្នេះមានតែយកក្របត្រសក់ទុកឲ្យវាតាមផ្លូវដោះជាដំរីគ្រាន់តែជាចំណាំការត្រឡប់មកវិញលុះរៀបចំរួចហើយដូនចាស់នោះក៏បានទៅតាមមេចោរហូតទៅដល់មណ្ឌលដែលចោនោះបានស្នាក់អាស្រ័យនៅដូនចាស់ក៏បានផ្សំថ្នាំឲ្យផឹកត្រឹមតែ2ទៅ3ថ្ងៃតែប៉ុណ្ណោះនាងស្រីកូនចោនោះក៏បានជាសះស្បើយហើយហូបចុកបានធម្មតាដូចគេដូចឯងវិញឃើញដូច្នេះហើយដូនចាស់ក៏បានរៀបនឹងលាចោនោះត្រឡប់មកវិញប៉ុន្តែចោនោះបានខាត់ដូនចាស់ក៏នៅជាមួយដូនចាស់នោះរហូតដល់ផុតខែចែកភ្លៀងក៏បានចាប់ផ្ដើមធ្លាក់មកជោគជាំត្រសក់ដែលយាយបានដាំទុកដុះរុះរាយជាជួរតាំងពីកន្លែងដែលចោនោះរហូតមកដល់ផ្ទះយាយថ្ងៃមួយចោមិនបានទៅនៅនឹងព្រៃបាត់យាយក៏មានគំនិតនឹងថាអោអញអើយមិនគួរណាមានកម្មមកនៅក្នុងព្រៃជាមួយនឹងអាចោចង្រៃនេះទេនឹងទៅសុំគេ
គេមិនអោយដូច្នេះមានតែលួចរត់ទៅហើយគិតស្រេចបាច់ហើយលោកយាយនោះក៏បានវិចបងវិចហើយដើរទៅតាមត្រសក់រហូតទៅដល់ផ្ទះគ្រាន់តែប្រែខ្លួនភ្លាមក៏ប្រទះឃើញកំឡោះម្នាក់រូបរាងសង្ហាបានដើរចូលមកហើយក៏បានលើកដៃសំពះសួរថាអូលោកយាយអើយលោកយាយខ្លួនចៅនេះត្រាច់ចោលមកគ្រប់ទីកន្លែងហើយគឺដើររកស្រីស្អាតមកធ្វើជាភរិយាបើយាយស្ដាប់សូមមេត្តាប្រាប់ដល់ចៅផងនៅគ្រានោះដូនចាស់បានស្ដាប់ហើយក៏បានប្រាប់ដល់កូនស្រីចោនោះដែលមានរូបសម្រស់ស្រស់ស្អាតនិងទីកន្លែងដែលកូនចោនោះបានស្នាក់អាស្រ័យនៅដល់កំឡោះនោះគ្រានោះអ្នកកំឡោះក៏បានត្រេកអរក៏រលាលោកយាយទៅហើយក៏បានធ្វើដំណើរទៅតាមត្រសក់រហូតទៅដល់គុហាដែលចោនោះគប់ជួននៅថ្ងៃមួយចោនោះមិននៅកំឡោះនោះក៏បានចូលទៅជួបជាមួយនឹងនាងកូនចោនោះហើយក៏ពេញចិត្តពេញត្រាំនឹងគ្នាទៅវិញទៅមកលុះដល់មេចោនោះបានមកដល់នៅពេលយប់នាងនោះមានការផិតភ័យជាពន់ពេកចំណែកឯអ្នកកំឡោះនោះទុកនៅក្នុងភ្នំសក់ហើយក៏ចូលទៅរៀបចំបាយទឹកឲ្យមេចោដែលជាឪពុកចិញ្ចឹមនោះដោយធម្មតាវិញចំណែកឯឪពុកនោះមិនបានចាប់អារម្មណ៍អ្វីនឹងកូនស្រីឡើយព្រោះតែចាក់ចេញទៅបាត់ជារៀងរាល់យប់រាល់ថ្ងៃលុះដល់យូរទៅកូនស្រីរបស់ចោនោះមានផ្ទៃពោះរហូតដល់ធំទៅជារៀងរាល់ថ្ងៃចោនោះក៏បានចាប់អារម្មណ៍ឃើញប្លែកគិតថាកូនអញមានប្តីពីអង្កលណាគួរតែតាមដានឲ្យបានច្បាស់ទើបស្រេចពេលនោះចោបានគិតដូច្នេះហើយចោក៏បានចាក់ចេញទៅគុហាឡើងទៅលើដើមឈើមួយយ៉ាងខ្ពស់សំងំនៅទីនោះដើម្បីលបចាំខ្លំមើលពេលនោះស្រាប់តែមានបុរសកំឡោះម្នាក់បានធ្វើដំណើរមកឃើញមានដើមឈើម្លប់សាខាមានមេឃស្រះទឹកថ្លាថ្លាក៏បានឈប់សម្រាកនៅទីនោះដើម្បីយកទឹកបង់ផឹកហូបដោយធម្មតាបុរសនោះមើលឃើញថាស្ងាត់អត់មានមនុស្សក៏បានខ្ជាក់ប្រពន្ធចេញពីមាត់ប្រឡែងលេងហើយក៏ចុះទៅមុជទឹកប្រឡោមលេងនឹងប្រពន្ធប្តីឃើញចាក់ចេញទៅបាត់ក៏ខ្ជាក់សហាយចេញពីមាត់ប្រឡែងលេងអោបថើបតាមធម្មតាគឺមានការស្រឡាញ់រឹតរួចហើយក៏បានលេបចូលទៅក្នុងមាត់វិញចំណែកឯប្តីកាលដែលមុជទឹករួចហើយក៏បានយកប្រពន្ធរបស់ខ្លួនហើយអោបថើបប្រឡែងលេងដោយមិនបានដឹងរឿងអ្វីសោះលុះប្រឡែងលេងនឹងគ្នាអស់ចិត្តក៏បានលេបប្រពន្ធចូលទៅក្នុងមាត់វិញហើយក៏បានរៀបចំចាក់ចេញដំណើរតទៅមុខទៀតរីឯមេចោដែលនៅសងំលើដើមឈើនោះបន្ទាប់ពីបានឃើញគ្រប់យ៉ាងហើយក៏ប្រញាប់ប្រញាល់ចុះទៅលើដើមឈើដ៏ធំនោះមកខាត់បរោះនោះឲ្យចូលស្នាក់នៅលេងក្នុងកន្លែងរបស់ខ្លួនសិនរីឯបរោះដែលបានរារែកចិត្តបន្តិចក៏ស្របទៅតាមចោនោះលុះនៅពេលទៅដល់ចោនោះក៏បានប្រាប់ថាកូនស្រីចូលកូនរៀបចំអាហារឲ្យបាន6តុផងត្បិតមានភ្ញៀវយើងមកច្រើនណាស់នាងនោះគិតនៅក្នុងចិត្តថាហេតុដូចម្ដេចឪពុកនិយាយដូច្នេះព្រោះមិនដែលឃើញភ្ញៀវណាសោះឃើញតែពីរនាក់ឪពុកនិងកូនតែប៉ុណ្ណោះតែមិនហ៊ានសួរឪពុកទេគិតតែពីរឿងរៀបចំអាហារឲ្យឆាប់លោកកូននោះរៀបចំអាហាររួចស្រេចបាច់ហើយចៅទាំងអស់នោះក៏បានរៀបចំដោះដួសដាក់បាយចំនួន5មួយនាក់រួចហើយក៏បានអញ្ជើញបរិសនោះឲ្យបរិភោគដោយប្រាប់ថាខ្ញុំបានឃើញអ្នកឯងមានលក្ខមនុស្សនៅក្នុងមាត់សូមខ្ជាក់ចេញមកកុំក្រែងចិត្តអីណាថ្វីបរិសនោះស្ដាប់ហើយគិតថាប្រហែលជាគេបានឃើញយើងហើយគិតហើយបរិសនោះក៏បានខ្ជាក់ប្រពន្ធចេញពីមាត់មកចោក៏បានសួរនាងនោះបន្តថាតើពេលណាទើបនាងខ្ជាក់ម្នាក់នោះចេញមកនាងនោះក៏បានអេះអុញហើយក៏លូកដៃទាញយកបរិសនោះចេញពីក្នុងមាត់មកបន្ទាប់នោះមកចោក៏បានហៅកូនស្រីថាហើយកូនស្រីចុះប្តីកូនទុកនៅឯណាម្ដេចមិនយកចេញមកបរិភោគអាហារជាមួយនឹងគ្នាឲ្យបានជួបជុំគ្រួសារម្ដងណាកូននាងនោះតលគំនិតគិតថាគេបានលាក់នៅក្នុងមាត់ម្ដេចគាត់នៅដឹងគិតហើយកូនស្រីនោះក៏បានយកសហាយចេញពីភ្នួងសក់របស់គេមកយកមកគម្រប់5ចំនួន6នាក់អ្នកទាំងអស់គ្នាក៏បានបរិភោគអាហារទាំងក្រៀមក្រំហើយបរិភោគរួចចោបានគិតថាអោអញអើយហើយសែនអភ័ព្វខំប្រឹងចិញ្ចឹមកូនស្រីស្ទើរស្លាប់ស្ទើរលេបសង្ឃឹមថាត្រូវតាមច្បាប់
ប៉ុន្តែបែរជាមកបង្អាប់មនុស្សទាល់តែបានចំណែកឯសម្លាញ់ក៏ដូចគ្នាមានភរិយាស្រឡាញ់លើសខ្លួនប្រាណខំបៀនទុកនៅក្នុងមាត់គិតស្មានថាបានល្អស្មោះចំពោះខ្លួនដឹងអីគេមិនត្រង់លួចបៀមសហាយនៅក្នុងមាត់ទៀតគិតទៅខ្ញុំនឹងសម្លាញ់ហៅពេញជាក្រនឹងក៏ជាត្រដររស់ជាមនុស្សតទៅទៀតអ្វីគិតហើយក៏បានផ្ដាំកូនថាណែនាងនៅរក្សាប្តីឲ្យបានសុខចុះកុំគិតពីបិតាអីថ្វីបើបិតាបានលាទៅហើយថាហើយចៅនោះក៏បានឡើងទៅលើកំពូលភ្នំនៅខ្ពស់ហើយក៏បានលោតទម្លាក់ខ្លួនមកខ្សែសងខាមួយរំពេចចំណែកឯសម្លាញ់ចោឯនោះវិញឃើញចោស្លាប់ដូច្នេះក៏នឹកខឹងភ្លាមថាមេនេះហៅពេញចង្រៃមែនខ្ញុំស្រឡាញ់បៀមវាទុកក្នុងមាត់វានៅតែលោភលួចមានសហាយតទៅទៀតគិតទៅរស់នៅនាំអាសោចគេខ្មាស់ណាស់ស៊ូស្លាប់ទៅតាមចោដែលជាសម្លាញ់របស់អញប្រសើរជាងគិតហើយប្រុសនោះក៏បានលោតពីលើកំពូលភ្នំហើយលោតចុះមកជ្រោះជ្រៅផុតរលត់ជីវិតទៅតាមចោនោះបាត់ទៅរីឯកូនចោគិតថាអញនេះខូចក្រៅដំរាតលតែបិតាអញមរណាខ្លួនព្រោះតែអញយកប្រុសយកមកធ្វើជាសហាយស្មន់គួរគំរោះល្អជាងគិតហើយកូនចោនោះក៏បានលោតទៅតាមបិតាភ្លាមនោះបានស្លាប់មួយរំពេចនិយាយអំពីភរិយាបុរសឃើញប្តីស្លាប់ដូច្នេះក៏គិតថាប្តីអញស្រឡាញ់អញណាស់គាត់ស៊ូស្លាប់ក៏ព្រោះតែអញគាត់ស្រឡាញ់អញលើសពីខ្លួនអញទៅទៀតគាត់ខំប្រឹងបៀមអញទុកនៅក្នុងមាត់អញនេះមិនគួរបងចិត្តជួអប្រិយទេគួរណាតែស្លាប់ទៅតាមស្វាមីអញព្រោះអញបានលួចមានសហាយក្បត់ចិត្តស្វាមីអញបាត់ទៅហើយស្ត្រីនោះថាហើយក៏បានឡើងទៅលើកំពូលភ្នំលោតចុះមកស្លាប់ភ្លាមជាមួយនឹងពពួកអ្នកទាំង3នោះទៅចំណែកឯបរិសសហាយឯទៀតទាំង2នាក់នោះបានគិតគ្នាថាបងអើយគេស្លាប់ក៏ព្រោះតែយើងមិនគួរណាប្រព្រឹត្តអំពើនាំអប្រិយដល់ឈ្មោះយ៉ាងនេះទេយើងគួរតែស្លាប់ទៅល្អជាងរស់នៅនាំតែសៅម៉ងវានោះថាហើយចោលទាំង2នាក់នោះក៏បាននាំគ្នាលោតជ្រោះសម្លាប់ខ្លួនបាត់ទៅដំណឹងអ្នកទាំង6នាក់នេះបានស្លាប់ក៏បានដឹងទៅដល់ដូនចាស់ហើយដូនចាស់គិតថាគេទាំង6នាក់នេះស្លាប់គឺមកតែពីអញដែលជាដើមហេតុអញមិនគួរណារស់នៅតទៅទៀតទេគួរទៅស្លាប់ទៅវិញចុះប្រសើរជាងគិតហើយដូនចាស់នោះក៏អស់សង្ឃឹមខ្លាំងណាស់គាត់ក៏បានអត់អង្ហើមសម្លាប់ខ្លួនឯងមួយរំពេចរឿងនេះចប់ត្រឹមនេះបងពៀនព្រះស្រីជួយថាទៅមើលថាតើអ្នកតាំង7នាក់នោះស្លាប់ព្រោះដើមហេតុមកពីអ្នកណាពៀនព្រះស្រីបានគិតថាគឺមកពីកុមារចៅសហាយដែលជាដើមហេតុនាំឲ្យគេទាំងឡាយបានស្លាប់នៅគ្រានោះសវណ្ណកេសរបានស្ដាប់ហើយក៏និយាយថាហើយពៀនព្រះស្រីពេលនេះម្ដេចក៏អ្នកចេះតែនិយាយស្ដីតែឆ្លើយមិនត្រូវដូច្នេះតាមពិតដើមហេតុនោះគឺមកពីដូនចាស់ប្រាប់ផ្លូវបរោះនោះឲ្យទៅជួបកូនចោនឹងឯងទើបបានជាមានរឿងបែបនេះកើតឡើងគ្រានោះពពួកវងភ្លេងដែលតែងតែចាំស្ដាប់លុះបានឮសូរស័ព្ទម្ចាស់ស្ត្រីរបស់ខ្លួនចរចាអំពីបញ្ហាដូចនេះក៏ត្រេកអរជាពុនពេកក៏បានប្រគំតន្ត្រីញ័រខ្ទរពេញទាំងប្រាសាទក៏ជ្រាបទៅដល់ព្រះមហាក្សត្រនៅគ្រានោះព្រះបាទព្រំប្រទាត់ទ្រង់ក៏មានប្រតិសោកម្នោះរីករាយពេកកន្លងថ្លែងអំពីភ្នាក់ងារជានាយក្រុមបាននាំសព្វសិទ្ធនោះខិតចូលទៅជិតសវណ្ណកេសរហើយសព្វសិទ្ធក៏បានដកដួងใจចេញពីពៀនព្រះស្រីទៅដាក់នៅនឹងព្រះសន្ធាយាគ្រាន់តែជាឧបាយសួរតាក់ទងហើយក៏បាននិយាយថាហើយអើបងវាំងននមានប្រាជ្ញាសូមបងនិទានរឿងឲ្យខ្ញុំស្ដាប់ផងសោះហេតុអ្វីទៅបងខ្ញុំងងុកងុយណាស់ព្រោះថាយាម4នេះវាងងុយខ្លាំងណាស់ទៅហើយនៅពេលនោះវាំងននបានឆ្លើយថាខ្ញុំនេះគ្រាន់តែជាវាំងននធម្មតាសម្រាប់បិទបាំងតែប៉ុណ្ណោះនៅការនោះម្ចាស់ស្ត្រីសុវណ្ណកេសរបានស្ដាប់ឮហើយដល់សែនឆ្ងល់ពុនពេកព្រោះថារឿងចម្លែកកើតឡើងដល់ទៅ4ដងទៅហើយទី1គឺនៅអជ្វីលាទ្វានិងពៀនព្រះស្រីសុទ្ធតែចេះនិយាយហើយពេលនេះវាំងននក៏មកចេះនិយាយទៀតសព្វសិទ្ធបាននិយាយថាបើដូច្នេះ
ចូលចាំស្ដាប់ខ្ញុំនិទានប្រាប់បងវាំងនូនឯងវិញទៅចោះណាកាលនោះគឺមានស្រីក្រមុំ4នាក់ប្រកបទៅដោយរូបឆោមលោមពណ៌ល្អឆើតឆាយមកពីឆ្ងាយស្វែងរកប្តីជួនជាមានកំឡោះ4នាក់នោះសុទ្ធតែស្ម័គ្រចិត្តចង់បាននាងនោះធ្វើជាភរិយាគ្រប់គ្នាបុរសនោះក៏បានសួររកផ្ទះរបស់នាងរៀងខ្លួនឯនាងទី1បានប្រាប់ជាប្រស្នាដោយលើកដៃចង្អុលគ្រប់ជើងធ្មេញបុរសម្នាក់ឯទៀតសួរស្ត្រីម្នាក់ទៀតក៏បានចាប់សក់ខ្ទប់មុខប្រាប់ថាផ្ទះខ្ញុំនៅត្រង់ហ្នឹងបុរសម្នាក់ទៀតសួរស្ត្រីម្នាក់ទៀតក៏សម្លក់ធ្វើមុខស្លើលើកដៃឡើងលើឆ្កឹងធ្វើនឹងផ្ទះខ្ញុំបុរសក្រោយគេក៏បានសួរទៅស្ត្រីក្រោយគេស្ត្រីនោះក៏បានប្រាប់ថាផ្ទះខ្ញុំនៅត្រង់ផ្សារបើអ្នកត្រូវការទៅរកចោះបុរសស្ត្រីទាំង7រូបនោះក៏បានបែកផ្លូវគ្នាទៅលំនៅឋានរៀងខ្លួនចំណែកឯបុរសទាំង4ក៏បាននាំគ្នាប្រញាប់បរិភោគអាហារពេលល្ងាចហើយក៏ដល់ពេលបំបីគ្នានាំគ្នាចេញទៅចាក់ឋានជាទីតីរៀងខ្លួនព្រោះពួកគេគឺប្រញាប់ដើម្បីតាមរកនាងទាំង4នាក់នោះតែដើរតាមទៅមកគឺរកពុំឃើញសោះព្រោះមិនដឹងថាជាប្រស្នាអាចកំបាំងរបស់នាងលុះដល់រកអស់ចិត្តទៅហើយនៅតែរកពុំឃើញទើបខ្លះបាននិយាយថាកាលយកមិញព្រិលប្រញាប់តែវិលមកទីឋានមិនទៅឲ្យជាប់ជាមួយប្រាណខ្លះថាឯងស្មានជាមិនអីខ្លះលើកទំនៀមមកប្រាប់ប្រែគេថាធ្វើស្រែតន់ក្តៅដីស្លោផែននៅនងតន់នៅខ្ចីបើនឹងចង់ស្រីតន់ក្តៅចិត្តបុរសទាំង4នាក់នោះដើរទៅដើរមកគិតមិនចេញដើរចុះដើរឡើងរហូតដល់ទៅក្បែរផ្ទះសេដ្ឋីម្នាក់ដែលមានធនធានខ្ញុំកុំដល់ច្រើនពុនពេកក្តាត់គេមានច្បាប់ប្រុងប្រយ័ត្នជាប្រកដីថាបើហ៊ាននរណាគេដើរយកប្រលប់ត្រូវពួកឆ្មាំទ្វារចាប់យកមកឆ្កាងទាំងអស់ហើយពួកទាំងអស់នោះគឺគេយកមកឆ្កាងទាំងរស់ទៀតផងដោយមិនបាច់សួររកដើមឡើយនារីត្រីនោះមាននប់ម្នាក់បានចូលទៅដល់ផ្ទះសេដ្ឋីជួនជាគ្រោះពួកឆ្មាំទ្វារនោះក៏បានចាប់ចងឆ្កាងធ្វើទោសទាំងយប់មាននប់នោះសង្វេគខ្លួនកាត់ទុកពេកកន្លងថ្លែងអំពីបរិសទាំង4នាក់ស្វែងរកស្ត្រីក៏បានមកជួបនឹងអ្នកទោសនោះក៏បានសួរថាតើអ្នកធ្វើដំណើរទៅណាមកណារីឯបរិសទាំង4នាក់នោះដោយនឹកទៅដល់ស្រីក៏បាននិយាយថាពួកយើងទាំង4នាក់នេះឆោតឆៅខ្លៅល្ងងប្រាជ្ញានិងរកប្រស្នាស្រីនោះពុំយល់បុរសទាំង4នាក់នោះបានរៀបរាប់ប្រស្នាឲ្យអ្នកទោសនោះស្ដាប់ហើយតើពាក្យទាំងអស់នេះចេះដែរឬទេអ្នកទោសនោះក៏បានប្រាប់ថាពាក្យទាំងអស់នេះខ្ញុំធ្លាប់ឮប៉ុន្តែឥឡូវខ្ញុំស្រេកទឹកណាស់សូមជួយយកទឹកឲ្យខ្ញុំហូបផងខ្ញុំសូមអរគុណណាស់បន្ទាប់មកអ្នកទោសក៏បានដោះប្រស្នាប្រាប់ថានាងទី1ចង្អុលជើងធ្មេញនោះព្រោះថាផ្ទះនាងមានដើមធ្មេញត្រីដោះចិត្តរបងចំណែកឯនាងទី2បានចាប់សក់យកមកចងខ្ទប់មុខនោះគឺផ្ទះនាងនៅខាងក្នុងមានដើមជ្រៃស៊ុបជ្រុបជារបងស្បូវឯនាងទី3លើកដៃឡើងឆ្កឹងឡើងលើនោះគឺថាមុខផ្ទះរបស់នាងមានដើមដៃខ្លាដោះចំណែកឯនាងទី4ដែលថាផ្ទះផ្សារត្រង់នឹងនោះគឺជាគុំឫស្សីមានចាបសំណាក់ធ្វើសម្បុកនៅព័ទ្ធជុំវិញផ្ទះបុរសទាំង4នាក់នោះបានស្ដាប់ឮហើយក៏ត្រេកអរជាពន់ពេករួចហើយក៏បាននាំគ្នាចាក់ចេញពីទីនោះទៅត្រឡប់មកផ្ទះវិញរៀងខ្លួនក្រោយមកលុះព្រឹកឡើងក៏បាននាំគ្នាទៅរកតាមដែលអ្នកទោសប្រាប់ហើយក៏បានជួបនឹងគិតលៃលោកចែចង់រីឯស្ត្រីទាំង4ឃើញបុរសនោះចូលមកត្រង់ក៏សួរថាតើអ្នកមានដំរេះកាត់ប្រស្នាដោយខ្លួនឯងឬឮគេថាសូមអ្នកប្រាប់ពួកខ្ញុំឲ្យត្រង់មកណាកុំវិចវេឡើយបុរសទាំង4នាក់នោះក៏បានឆ្លើយថាអូប្រស្នានេះពួកខ្ញុំរកមិនឃើញយល់សោះមិនដឹងថានឹងកាត់ដោយម្ដេចទើបខំត្រៃចោរកគ្រប់ទីកន្លែងរហូតដល់ទៅជួបអ្នកទោសម្នាក់នោះនៅឯផ្ទះសិទ្ធិគេបានជួយប្រាប់គ្រប់ទិសទីទើបរកឃើញស្ត្រីទាំង4នាក់នោះស្ដាប់ហើយក៏ឆ្លើយថាសម្ដីយើងប្រាប់ជាសាប់អាចកំបាំងឲ្យអ្នកណារកឃើញទើបអ្នកនោះស័កសមធ្វើជាប្តីរបស់យើង
ឥឡូវអ្នកទៅវិញចោះទៅពឹងអ្នកទោសនោះឲ្យមកកាត់ឲ្យដូច្នេះខ្លួនយើងជាស្រីពឹងមិនបានព្រោះអ្នកគឺជាអ្នកល្ងងណាស់ចូលអ្នកវិលទៅទីឋានរបស់អ្នកវិញចុះបុរសទាំង4អ្នកនោះគិតថាឲ្យយើងអើយកើតមកជាប្រុសមិនគួរណាគិតភ្លុយដូចគេវាឆ្កែខុសឲ្យត្រូវស្រីទាំង4នោះបញ្ឆោតបានហើយគិតក៏នាំគ្នាលីលាត្រាចរត្រឡប់ទៅផ្ទះវិញបាត់ទៅចំណែកឯនាយទាំង4នាក់នោះក៏បានចាប់ចិត្តនឹកអាណិតទៅដល់អ្នកទោសដែលជាប់នៅផ្ទះសិទ្ធិក៏ចេះតែស្រ័យប្រស្នាខ្លួនឲ្យបានរួចក៏បបួលគ្នាចង់កាត់ការខ្ចីបុលប្រាក់គេចំនួន 1000 រៀលរួចក៏បានធ្វើដំណើរទៅផ្ទះសិទ្ធិដើម្បីលួសយកអ្នកទោសនោះដែលជាមានុកំសត់ម្នាក់និងទទួលយកមកផ្ទះដាក់បន់ទាគ្នាហើយក៏មានការព្យាបាលរក្សាប្រៀបបីដូចជាស្វាមីរបស់ខ្លួនដោយស្ត្រីមួយបានចាត់ចែងបម្រើទឹកក្តៅម្នាក់ទៀតខាងអាហារនិងម្នាក់ទៀតខាងម្លូស្លាចំណែកឯម្នាក់ចុងក្រោយនោះទៀតគឺខាងឈឺស្កាត់គក់ច្របាច់មិនឲ្យទាស់ចិត្តឡើយស្ត្រីទាំង4នាក់នោះមានមុខងារផ្សេងគ្នារឿងនេះចប់ត្រឹមនេះតើបងវាំងននឯងឆ្លើយទៅមើលថាតើស្រីមួយណានឹងក្លាយទៅជាប្រពន្ធធំចំណែកឯវាំងនននោះបានស្ដាប់ឮហើយឆ្លើយថាត្រូវបានទៅនាងដែលដាំស្លឯនាងទី3ត្រូវបានជាលំដាប់សុវណ្ណកេសរស្ដាប់ឮហើយគិតថាម្ដេចក៏វាំងនននេះចេះទៅឆ្លើយខុសយ៉ាងនេះទ្រង់គិតថាបន្តិចមើលទៅឆ្លើយថាមនាលសន្ធាយាម្ដេចក៏អ្នកឆ្លើយខុសយ៉ាងនេះអ្នកចាំស្ដាប់យើងម្ដងចុះណាគឺថាស្រីដែលរៀបចំដំណេកគក់ច្របាច់ឲ្យប្តីជារៀងរាល់ថ្ងៃនោះនឹងបានក្លាយទៅជាប្រពន្ធធំជាងគេរីឯពពួកមន្ត្រីស្ដាប់ឮព្រះសវណ្ណនៃហើយក៏បានប្រគំលន់ញាប់ញ័រពេញវិមានបានជ្រាបទៅដល់ប្របាទព្រំប្រទាត់ភ្លាមទ្រង់ក៏បានស្បៃប្រតិខ្លះដោយទ្រង់បានដឹងថាសុវណ្ណកេសរនារីរដ្ឋបុត្រីបិតាពុំងារនិងសពសិទ្ធិមានឫទ្ធិអំណាចសន្តានាគ្នាជាប្រកបលុះចប់កិច្ចការនាឯយាម4ហើយនោះសពសិទ្ធិក៏បានដកដួងใจយកទៅដាក់នៅលើរូបភិលៀងវិញហើយក៏បានដឹងខ្លួនដោយដើមនារីត្រីនោះឯងសូរិយាយាងចាំងរះជះរស្មីភ្លឺត្រចង់ព្រះមហាក្សត្រីក៏បានតើនកើនពីក្រឡាបន្ទុំទ្រង់ក៏បានសង់ធាវរីទឹកអប់ក្រអូបត្រឡប់សឹងក្លិនផ្កាភ្ញីទ្រង់គង់នៅលើទីតែនដោយសេចក្តីសោមនស្សនិងមានបន្ទូលទៅកាន់អគ្គមហេសីថាហើយអើប្អូនស្រីកែវកនិដ្ឋាកូនយើងម្ដងនេះឃើញអស្ចារ្យស្ដីនឹងកុមារាប្របាទសពសិទ្ធនេះប្រហែលជាគូស្វាមីភរិយាកាលពីអតីតជាតិមកហើយបើតាមយើងគិតនេះយើងគួរតែទៅសួរបុត្រីយើងទៅមើលថាតើមានរឿងអ្វីកើតឡើងព្រះមានបន្ទូលហើយទ្រង់ក៏បានយាងមកនឹងព្រះអគ្គមហេសីដើម្បីឈ្មោះទៅកាន់ប្រាសាទព្រះសុវណ្ណកេសរលុះទៅដល់ហើយព្រះមេដាទ្រង់មានព្រះសវណ្ណីត្រាស់ដណ្ដឹងថាហើយប្រលឹងបុត្រស្នេហាពីដើមពុំដែលចរចានឹងបរោះណាម្ដងសោះតើហេតុអ្វីយប់មិញកាលពីយាមមួយបុត្រីបាននិយាយនឹងមនុស្សបរោះកំឡោះនោះដូច្នេះតើដោយប្រការអ្វីទៅសវណ្ណីព្រះសវណ្ណកេសរបានស្ដាប់មេដាឆ្លើយសួរដូច្នេះក៏មានព្រះសវណ្ណីតបទៅមេដារបស់ខ្លួនវិញថាសូមព្រះមេដាមេត្តាប្រុសកាលពីយាមមួយនោះខ្ញុំម្ចាស់ពុំមាននិយាយស្ដីរកនរណាទេបើមិននិយាយរកនរណាហេតុអ្វីក៏ភ្នាក់ងារដូរតន្ត្រីប្រគំសាំងក្រហឹមអើងកងរំពងពីពេញប្រាសាទយ៉ាងនេះសុវណ្ណកេសរសម្ដាប់មេដាហើយក៏មានសវណ្ណីបន្តថាកាលពីយាមមួយនោះខ្ញុំនិយាយនឹងទ្វាព្រោះឆ្លើយឆ្លងថាហេតុអ្វីក៏ចម្លែកម្លេះខ្ញុំម្ចាស់បានឆ្ងល់ណាស់ណាមេដាអើយចុះកាលពីយាម2តើបុត្រីនិយាយនឹងនរណាដែរកាលពីយាម2នោះទូលព្រះបង្គំជាខ្ញុំម្ចាស់និយាយទៅនឹងចង្គៀងណាមេដាចុះកាលពីយាម3សូត្រតន្ត្រីប្រគំនោះតើបុត្រនិយាយនឹងជាមួយនរណាគ្រានោះបុត្របាននិយាយជាមួយនឹងពៀនស្លាព្រះមេដាចុះនៅយាម4នេះចូលកូនប្រាប់មេដាឲ្យត្រង់មកមើលថាតើបុត្រីនិយាយនឹងនរណាដែរ
ខ្ញុំស្ដីតែនឹងវាំងននទេសូមមេត្តាទ្រង់ប្រកាសណាផងចុះខុសឆ្គងមេត្តាសូមប្រណីម្ដងផងណាមេត្តាអើយព្រះកុសុមារាជនីទ្រង់ព្រះសម្ដាប់ព្រះសវណ្ណនៃបុត្រីរួចក៏នឹកឆ្ងល់ថាហើយកូនពិសីស្ដីអ្វីចម្លែកប្លែកអស្ចារ្យរបស់ទាំងអស់នេះគ្មានវិញ្ញាណទេម្ដេចម្ដាយមិនដឹងដូច្នេះកូនអើយកូនប្រសិនបើចេះស្ដីពិតប្រកបមែននោះចូលបត់ទៅសួរមុខម្ដាយឲ្យបានស្គាល់ផងនឹងអស់ការសង្ស័យសវណ្ណកេសរស្ដាប់ព្រះសវណ្ណនៃព្រះមេត្តាហើយក៏ផិតភ័យគិតក្រែងមេត្តាថាពោលពាក្យនោះមិនពិតព្រោះថានាងមិនដឹងរឿងអ្វីសពសិទ្ធដកដួងใจដាក់ទៅក្នុងរបស់ទាំងអស់នោះឡើយទើបនាងខំនិយាយច្រើនលើកច្រើនសារប៉ុន្តែលឺអ្វីស្ដីឡើយចំណែកឯមេត្តាញញឹមកងចាំស្ដាប់ស្ដេចព្រះបិតាព្រះអង្គព្រះបាទព្រំប្រទាត់នោះទ្រង់ក៏មានយល់នៅការអធិស្ឋានអំពីបុត្រីទ្រង់ក៏បានយាងទៅកាន់ប្រាសាទនិងកងព្រះបល្ល័ង្កហើយក៏បានត្រាស់ហៅរាជបុត្រីរបស់ទ្រង់ឲ្យមកដល់ហើយក៏មានព្រះរាជអង្គការថាបុត្រអើយបុត្រចូលស្ដាប់ពាក្យបិតាត្បិតសពសិទ្ធនេះមានឫទ្ធិអំណាចខ្លាំងក្លាមានប្រាជ្ញាហើយក្លាហានហើយរូបកាយសម្បត្តិល្អសំរុំបរិបូរណ៍មានដូចជាពូជពងវងត្រកូលល្អអណែកពេកក្រៃហើយភ្ញាប្រានបានបិតាប្រមាណមើលថាពេញចិត្តគូប៉ុន្តែរៀបអភិសេកជាគូទៅហើយបន្ទាប់មកទ្រង់ក៏មានព្រះរាជអង្គការឲ្យមន្ត្រីទៅនាំសព្វសិទ្ធនោះមកគាល់ព្រះអង្គសព្វសិទ្ធបានដឹងហើយក៏បានប្រញាប់ប្រញាល់ឡើងទៅក្រាបវន្ទានៅបល្ល័ង្កទើបបានក៏លេចមើលទៅឃើញគ្នាហើយក៏បានចាប់ចិត្តស្រឡាញ់គ្នាតរៀងទៅព្រះបាទព្រំប្រទាត់ទ្រង់ក៏មានព្រះបន្ទូលបន្តទៀតថាហើយបាទសព្វសិទ្ធនិងបុត្រនួនភ្ញាយើងបានជួបគ្នាជាបុត្រីត្រូវចិត្តព្រោះបានទៅនិយាយនឹងបុត្រីរបស់យើងហើយក៏មកតបវិញដែរឥឡូវយើងអាណិតមេត្តារៀបអភិសេកឲ្យឯងខ្លាយទៅជាមហាឧបរាជគ្រប់គ្រងរដ្ឋផ្សំនឹងបុត្រីរបស់យើងឲ្យដូចប្រាថ្នានៅគ្រានេះសព្វសិទ្ធក៏បានក្រាបបង្គំទូលព្រះបាទព្រំប្រទាត់ទទួលតម្រាពីព្រះអង្គរួចហើយព្រះអង្គក៏បានត្រាស់បង្គាប់ឲ្យរៀបចំទីកន្លែងដើម្បីប្រដាប់ប្រដាសម្រាប់ការអភិសេកហើយក៏បានត្រាស់ទៅអាមាត្យឲ្យបានចាប់ឆាប់ឡើងដើម្បីអញ្ជើញកោតញ្ញសិទ្ធិនៅក្នុងពេលស្អែកនេះត្បិតត្រូវអភិសេកសុនិសាសព្វសិទ្ធអាមាត្យក៏បានក្រាបបង្គំលាឲ្យភ្លាមក៏ទៅជម្រាបដល់សិទ្ធិឲ្យបានរៀបចំផាត់ភាបណ្ដាចូលមកក្នុងក្រុងឲ្យទាន់ពេលវេលានៅថ្ងៃស្អែកនេះគ្រានោះកោតញ្ញសិទ្ធិនិងភរិយាក៏ទទួលដំណឹងហើយក៏មានការរហាប់រហេបរហបរៀបចំប្រដាប់ប្រដាដាក់គ្រប់គ្រាន់ហើយក៏បានប្រញាប់អញ្ជើញព្រៀងលៀងចាស់ទុំចេញដំណើរទៅដើម្បីឲ្យទាន់ពេលវេលានៃព្រះមហាក្សត្រលុះទៅដល់ព្រះបរមរាជវាំងភ្លាមសិទ្ធិក៏បានប្រញាប់ទៅក្រាបបង្គំគាល់ជាមួយនឹងព្រះបាទព្រំប្រទាត់ព្រះអង្គព្រំប្រទាត់ទតឃើញសិទ្ធិក៏មានព្រះបន្ទូលទៀតថាហើយអើមហាសិទ្ធិប្រពៃពិតត្បិតរាជនីបុត្រីយើងបានស្ដីនឹងបុត្រាសព្វសិទ្ធយើងគិតថាគួរជាការអស្ចារ្យពេកក្រៃនេះស័ក្តិសមជាគេថាសាងរួមគ្នាទើបមាននិស្ស័យណាស់ព្រោះថាយើងធ្លាប់ជ្រើសរើសបុត្ររបស់កដុំពីសិទ្ធិជាច្រើនអ្នកមកហើយតែគ្មាននរណាអាចលួងលោមចរចាបានសោះទើបយុគមិញពេកផ្លាច់ពិតដោយសព្វសិទ្ធបានសួរឆ្លើយជាមួយនឹងព្រះនាងបានហេតុនេះហើយយើងគិតអាណិតនឹងរៀបចំអស់បណ្ដាការអភិសេកផ្សំគ្នាជាគូក្រងគប់ទៅតាមទម្លាប់ប្រពៃណីពេលនេះចូលអ្នកទៅសម្អាតបុត្រាតាមយុសក្តាហើយនាំមកឆាប់ចុះគ្រានោះព្រះអង្គព្រំប្រទាត់និងព្រះនាងកុសុមាក៏ទ្រង់សម្អិតសម្អាងព្រះនាងសវណ្ណកេសរដែរលុះដល់រៀបចំព្រះកាយបុត្រទាំងពីររួចហើយទ្រង់ក៏ឲ្យរើសនិមន្តព្រះសង្ឃយកមកគង់នៅក្នុងក្រឡាពន្លាពេលយប់ប្រលប់មកដល់ទ្រង់ក៏បាននិមន្តព្រះសង្ឃឲ្យសូត្រស្វាធ្យាបាចសាចលាលីជ័យមង្គលរួចស្រេចហើយទ្រង់ក៏បានហែបុត្រីនិងសព្វសិទ្ធចូលទៅកាន់ប្រាង្គសីតែនមណ្ឌលលុះពិធីអភិសេកនោះរៀបចំរួចរាល់អស់ហើយព្រះអង្គព្រំប្រទាត់
ក៏បានយាងទៅប្រទានងារឲ្យព្រះសុរិសាសព្វសិទ្ធជាមហាឧបរាជទ្រង់ក៏ឲ្យដង្ហែព្រះរាជធីតាទៅកាន់ប្រាសាទមួយអង្គឯងចំណែកឯសុរិសាសព្វសិទ្ធមិនទាន់នៅជាមួយគ្នាបានទេលុះដល់វេលាយប់មេដាកុសុមាទ្រង់ក៏មានព្រះបន្ទូលទៅកាន់ព្រះរាជបុត្រីរបស់ទ្រង់ថាហើយកូនស្រីថ្លៃពីរំពេលនេះម្ដាយមកនាំកូនទៅជួបនឹងស្វាមីចូលកូនកុំភ័យកុំអៀនថៃណាកូនសុវណ្ណកេសរស្ដាប់មេដាហើយក៏បានតបថាសូមទ្រង់ព្រះមេត្តាប្រោះព្រោះតាំងពីកើតមកពុំដែលធ្លាប់ស្គាល់ឬស្ដាប់សម្ដីបុរសណាឡើយឥឡូវឲ្យទៅនៅចិត្តដូច្នេះមិនបានទេណាមេដាបុត្រីគិតដូច្នេះគឺមិនត្រូវទេណាបុត្រព្រោះមិនថាជាមនុស្សឬទេវតាគឺត្រូវតែមានកូនទាំងប្រុសស្រីមិនដែលខានឡើយដូចជាគ្នានឹងគ្រានោះព្រះម្ចាស់ក្សត្រីបានត្រាស់ហើយទ្រង់ក៏បាននាំសុវណ្ណកេសរទៅកាន់ប្រាសាទសព្វសិទ្ធគ្រានោះទ្រង់ក៏មានបន្ទូលទៅកាន់សព្វសិទ្ធថាហើយបុត្រពិសីពេលនេះម្ដាយយកព្រះរាជក្សត្រីយកមកផ្ញើនឹងកូនហើយចូលកូនទទួលហើយតាំងចិត្តរក្សាគ្នាត្រូវមានអំណត់អត់ធន់អត់ឱនកុំយកពិរោធក្រៀវក្រោធជាគេនិន្ទាទុទោសលោកីទ្រង់ក៏បានប្រាប់ទៅសុវណ្ណកេសរបន្តថាចូលបុត្រីប្រណីប្រតិបត្តិស្វាមីឲ្យបានត្រឹមត្រូវឲ្យបានធ្វើខ្ជាប់ខ្ជួនកុំបីធ្វេសប្រហែសសោះម្ដងណាឡើយពេលបានផ្ដាំស្រេចបាច់ហើយព្រះមេដាទ្រង់ក៏បានយាងត្រឡប់ទៅកាន់ព្រះរាជដំណាក់វិញគ្រានោះសុវណ្ណកេសរបានស្ទុះចេញមកតាមប៉ុន្តែត្រូវមេដាទាញទ្វារបិទសព្វសិទ្ធឃើញដូច្នេះក៏បានប្រញាប់ប្រញាល់មកចាប់ដៃព្រះរាជធីតារួចបាននិយាយថាណែអូនជីវ៉ាល្អល្អះម្ដេចម្ដាចរចាគ្នាម្ដងឬមិនស្នេហ៍ស្នងផងបងឬទេបំណាច់សម្ដេចមេដាបិតាបានរៀបឲ្យរួចទៅហើយគេទាំងគ្រប់រូបសុទ្ធតែបានដឹងផងដែលថាអូននឹងបងគឺជាគូមិនដេចឡើយនៅធ្វើចិត្តម្ដងនឹងពងើយកន្តើយដាក់បងទៀតឥឡូវចូលឆ្លើយប្រាប់បងមកកុំឲ្យបងខឹងតន់ណាឲ្យបងបានដឹងផងថាតើទាស់ខុសកន្លែងណាសព្វសិទ្ធនិយាយលួងលោមចិត្តសុវណ្ណកេសរយ៉ាងណាក៏នាងនោះមិនព្រមឆ្លើយទើបពោលបន្ថែមទៀតថាអោគូនឹងជីវិតបងអើយម្ដេចពុំឆ្លើយឆ្លងបញ្ហាឲ្យរៀមនិយាយជាច្រើនសារឬមិនមេត្តាទេកែវចរណៃនិយាយតែប៉ុណ្ណេះក៏ធ្វើឲ្យសញ្ជៀកជញ្ជឹងហាក់ខឹងក្រោតខ្លាំងណាស់ហើយថានេះបើយើងគ្មាននិស័យនឹងគ្នាទេនោះបងនឹងលាអូនទៅបួសគឺជាលាទៅអស់មួយជីវិតសុវណ្ណកេសរស្ដាប់ឮសព្វសិទ្ធថាលាទៅបួសយ៉ាងនេះក៏ភ័យណាស់គិតថាបើរឿងនេះជ្រាបទៅដល់ព្រះមេដាបិតាប្រកាសជាមានការខឹងក្រោធជាក់ជាមិនខានឡើយបើដូច្នេះហើយក៏បានក្រាបបង្គំទូលថាបើទ្រង់យាងលាទៅកាលណាអូនសូមយាត្រាទៅជាមួយផងគ្រាន់បានជាគ្នាកុំឲ្យស្ងាត់នឹងគ្រាន់បានបំរើចង្ហាន់បារីស្លាមលូជាបាលថែទាំជារៀងរហូតអស់មួយជីវិតវេលាព្រឹកឡើងព្រះសុនិសាសព្វសិទ្ធក៏បាននាំព្រះអគ្គមហេសីឲ្យឡើងគាល់សម្ដេចព្រះវររាជមេដាបិតាព្រះមហេសីក៏បានដឹកដៃសុវណ្ណកេសរចំណែកឯព្រះអង្គព្រំបន្ទាត់បានចាប់ដៃសព្វសិទ្ធឲ្យទៅអង្គុយលើអាសនៈទ្រង់ក៏មានបន្ទូលថាកូនអើយបិតាពេលនេះក៏ចាស់ណាស់ទៅហើយដែរហើយសប្តាហ៍ថ្ងៃនេះមិនទៀងជួនជាឈឺជួនជាបិតាអស់សង្ឃឹមមិនដឹងជាដល់ពេលណានោះទេបើដូច្នេះទើបឧបរាជនេះគឺជាបិតាលើកផ្ដាច់ទុកដាក់លើកូនអស់ហើយចូលកូនមើលថែពូជពងវង្សត្រកូលនិងរក្សាប្រជានុរាស្ត្រទូទាំងអាណាចក្រនេះឲ្យបានសុខសាន្តបន្ទាប់ពីបិតាទៅព្រះសុនិសាសព្វសិទ្ធស្ដាប់ព្រះតម្រាចប់សពគ្រប់ក៏បានតបវិញថាបបិទ្ធសម្ដេចព្រះបិតាសូមទ្រង់កុំព្រួយព្រះតីឡើយសូមទ្រង់គង់នៅឲ្យបានក្សេងសានសប្បាយប្រតិចោះទូលបង្គំនិងរ៉ាប់រងរាល់កិច្ចការទាំងអស់នៅក្នុងព្រះនគរជារៀងរាល់ថ្ងៃព្រះសុនិសាសព្វសិទ្ធតែងតែយាងទៅត្រួតត្រាមើលការខុសត្រូវនៅអាណាចក្រប្រជានុរាស្ត្រទាំងឡាយណាសឹងបានសុខសប្បាយពន់ពេកក្រៃធ្វើឲ្យលន់លឺល្បីរន្ទីដល់ទៅប្រទេសដទៃកោតក្រែងតែចេះស្ដាមិនអាចតតាំងប្រណាំងរឹតសព្វសិទ្ធបានឡើយទើប
ស្ដេចទាំង100ប្រទេសនោះនាំគ្នាយកសួយសាអាកយកមកថ្វាយព្រះមហាក្សត្រមិនដែលដាច់សម័យថ្ងៃមួយនោះព្រះសុរិសានឹកចង់ទៅប្រពៀតព្រៃក៏និយាយថ្នមលួងលោមព្រះអគ្គមហេសីរបស់ទ្រង់ដែលមានព្រានាមថាសវណ្ណកេសរនឹងឯងថាហើយមានស្ងួននួនល្អងបងចូលអូនឲ្យបងបានសុខចុះព្រឹកស្អែកនេះបងសូមលាស្រីទៅលេងព្រៃជាមួយនឹងពួកពីលៀងលុះទៅដល់រសៀលទើបបានត្រឡប់មកវិញសវណ្ណកេសរឮដូច្នេះហាក់រំជួលក្តុកក្តួលនៅក្នុងចិត្តទូលថាបបពិតព្រះផោះស្ដាបើសពប្រតិទៅនឹងព្រៃហើយមកពៀនពេលណាគឺទីហ៊ានមានត្រៀបតាគួរតែរៀបចំក្បួនដង្ហែឲ្យសមតាមយុស័កព្រះបាទមហាក្សត្រសោយរាជទូទាំងអាណាចក្រម្យ៉ាងទៀតប្អូនគិតថាទៅគ្នាតិចពេកគឺស្ងាត់ណាស់ខ្លាចសត្វសាហាវវាមកយីផងម្យ៉ាងទៀតប្អូនគិតថាទៅគ្នាតិចពេកគឺស្ងាត់ណាស់ខ្លាចសត្វសាហាវវាមកយីហើយម្យ៉ាងប្អូនក៏ចង់ទៅលេងផងដែរព្រោះមានបំណងចង់ទៅបេះផ្កាយូរហើយសពសិទ្ធលឺហើយក៏បានឆ្លើយតបថាចាំថ្ងៃក្រោយទៅណាមាសថ្លៃលើកនេះបងទៅដោយស្ងាត់នឹងចាត់រហ័សរៀបពលនាំតែយូរក្រៃសូមប្អូនកុំព្រួយថ្មីលុះព្រឹកឡើងព្រះសុរិសាសពសិទ្ធក៏បានចេញដំណើរទៅជាមួយពីលៀងរហូតទៅដល់ព្រៃដ៏ជ្រៅហើយក៏យល់សប្បាយរីករាយនៅក្នុងចិត្តពេកក្រៃលុះទៅដល់ស្រះមួយមានផ្កាឈូករហង្សស្ដេចតូចឃើញនាងមច្ឆាហែលេងនៅក្នុងទឹកយ៉ាងសប្បាយព្រះសុរិសាក៏បាននាំពីលៀងនោះយាងទៅតាមមាត់បឹងហៀបនឹងត្រឡប់ទៅនគរវិញហើយក៏ស្រាប់តែប្រទះឃើញប្រេះព្រៃញាប់ញ័រភ័យមួយក្បាលព្រះសុរិសាសពសិទ្ធនឹកចង់ដកដួងใจព្រះនោះក៏បានប្រាប់ទៅពីលៀងថាចូលបងរក្សារូបកាយខ្ញុំផងខ្ញុំនឹងដកដួងใจនេះទៅនឹងព្រះនេះហើយពីលៀងស្រាប់ឮហើយក៏មានព្រះបន្ទូលតបទៅវិញថាមិនអីទេបងធានានៅលើការថែទាំយ៉ាងប្រុងប្រយ័ត្នសូមបងកុំព្រួយប្រតិល័យអីសោះព្រះសុវណ្ណសពសិទ្ធបានស្ដាប់ឮពាក្យពីលៀងទូលដូច្នេះក៏អបពេកក្រៃទើបសែបមុនសិលសាសដកដួងใจចូលទៅក្នុងសត្វប្រើសបានដូចបំណងពិតមែនបើសពសិទ្ធបានលោតផ្លោះលេងយ៉ាងសប្បាយដោយចូលដែរជ្រុះជ្រងជលងដងព្រៃជាមួយនឹងព្រះជាច្រើនបតីទៀតបើមិនបានបារមីប្រពពីរូបខ្លួនឡើយនោះសូមឈប់ស្លេះទៅរឿងប៉ុណ្ណេះសពសិទ្ធបានលេងទៅត្រឹមនេះហើយសូមងាកមកស្ដាប់ហើយងាកមកមើលពីលៀងដែលឈរចាំរូបស្ដេចយូរទៅក៏ប្រែជាមានចិត្តទូរយោគិតថាគ្រានេះអញពេញបនខ្ពស់ណាស់ព្រោះសពសិទ្ធនេះជឿជាក់លើអញឲ្យចាំរូបទ្រង់នេះជាចាំល្ងងមែនសុវណ្ណកេសរល្អថ្លៃពេកពុនពេលនេះទៅណាអស់ហើយមិនរួចពីកណ្ដាប់ដៃអញទេទាំងងារជាឧបរាជស្រីស្នំលង្កាជាច្រើនអញនឹងបានទាំងអស់អញនឹងយកដួងវិញ្ញាណរបស់អញនេះចូលទៅក្នុងរូបសម្បត្តិសពសិទ្ធសិនគិតហើយក៏បានសេពមុនដកដួងใจរបស់ខ្លួនចូលទៅក្នុងសពសិទ្ធបានដូចបំណងរបស់គេមែនប៉ុន្តែថារូបនោះគឺបានអញ្ជើញទៅទុកនៅលើទីនេះមិនបានតែសពសិទ្ធមកនឹងដឹងមិនខានអញគួរតែយកសាកសពរបស់អញនេះទៅដុតចោលគិតដូច្នេះហើយក៏បានបង្កាត់ភ្លើងរួចដុតរូបខ្លួនឯងចោលរួចហើយក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅទីឋានមណ្ឌលវិញគ្រាន់តែទៅដល់ភ្លាមក៏បានប្រញាប់ប្រញាល់ទៅប្រាំងមុនីដើម្បីអង្គុយនៅទីនោះពេនភ្នែនស្ត្រីស្នំទាំងឡាយពុំបានដឹងក៏បានយកនេះយកនោះមកថ្វាយជាបន្តបន្ទាប់ចំណែកឯសុវណ្ណកេសរគយគុណមើលទ្រង់ព្រះផោះស្ដាប៉ុន្តែសម្ដីចរចានឹងកាយវិការមិនដូចគ្នាទេព្រះនាងរឹតតែឆ្ងល់ព្រោះបាត់ភិលៀងមិនឃើញមកទ្រង់ក៏ត្រេះដំរិះដោយប្រាជ្ញាញាណថាភិលៀងម្នាក់នេះប្រហែលជាបញ្ឆោតព្រះផោះស្ដាដើម្បីយករូបទ្រង់ហើយមើលទៅឲ្យព្រះអង្គសម្លាញ់ចិត្តម្ចាស់មកខ្សែជីវិតចោលរូបកាយគិតហើយទើបសួរដោយឧបាយថាចុះភិលៀងដែលទៅជាមួយព្រះអង្គនោះឥឡូវនោះគេនៅឯណាសូមមេត្តាប្រាប់ខ្ញុំផងកុំបីមុសាស្ដេចភិលៀងបានស្ដាប់ហើយក៏ឆ្លើយតបវិញថាបងបានប្រឡ័យខ្សែនៅក្នុងព្រៃជ្រៅព្រោះថាវាចេះមុនអាគមហិតរិទ្ធ
เติบตุกเวียนในไกรเตยไทยมุกเมียนเจ็ดโคเคยตุจริตนึ่งนวมอ้อยปีบะเจเจียปุ่มคานไล่สวรรค์แกสอบานสดับให้รึดแต่ใส่ปุ่นปีปั้นแต่เมียนกาสองใส่จีคลั่งใครเปิมันดังเติบซัวติดถาพิเลียงได้เจเซลสมาคเนียนุตุกเวียเถื่อไว้ไกรเตยไทยมุกเกิดอัปรีดอกล้วนปลายวิจเตยพิเลียงสดับให้กึศท่าสวรรค์แกสอมันดังเรื่องเอาไว้ก็ตรีออปีกันหลองโดยกึศทานหนึ่งบานเจียอุปราชตรวจตราเลือเกจะเจียปุ่มขานลายปนแต่โดยบอนบารมีสับสิทธิ์หนึ่งสวรรค์แกสอสร้างปีไตตะเจียกันหลองหมกยิจรณะหมกหายโนเติบปิเลียงมันอายเถื่อไว้สวรรค์แกสอบานลายบานเติมแต่เลงซ้ายจีมวยหนึ่งใส่สนอมแต่ปนอโซริซาสับสิทธิ์เอนเวงได้ดอกดวงใจจูตะขนงสัตว์ประนุเปรได้โลดลิงสบายอ้อจัดหายก้อนนึกขนงจัดหายก้อมนีมเนียเวลตลบมาซาตึกเวงลูนเปตะตะดอลปรังรกมือพิเลียงมันเคยซะเคยแต่พนุเพลิงทำไมตรงก็สลดรุนทุบจันดาไปไกลฉบาเจียพิเลียงนึ่งเกิดตุดยัวดอกดวงใจวิจูตะขนงรูอัมบังมันจะเจียผมขานอันนี้หาวปิ่งมัจจามิดเวียเกิดอ้อยอันใส่ในขนมเปรย์นี้ให้มือเตยอ้อยอันอันนี่เป็นตาหาวลงงปลุกแต่ครวนทลอบตายจองตรองจัดจีมวยนึกจีบมนุษย์บาจโรจีมนุษย์เปียวให้หนูเชื่อนะวีอ้อยตูคลังสับสิทธิ์ปงโพธิสัตว์กับบ้านยุ่งเศร้าบอกปราณแต่มันเองให้ข้อขัดคอมตรายตรองกันดาวหรือไตรบวงสวงถาบาสันจิคลุนสลับอับอาสาบองขนมเปรย์นี้ส้มเอาการจีดกรอยบานจูบหนึ่งเปิลกำใบเครียดลูกปรึกพลือเปรียงจะบาบันติเปรียอัติดกับบ้านจับดาวเรียบปราเปรย์สับสิทธิ์สัตว์ปรากับบ้านตรายจ้อเตยจอมจงกาเยตาจุเรียปีเนี่ยได้กำปุงแต่สรองปลอบหมดเปรย์หายหนึ่งเมียนจัดจิงจำสัตว์สาริกามวยให้แต่บนบารมีบานสร้างเบียดเดือดจิตให้ก่อจีปุยปงวงโพธิสัตว์พานุเติบสาริกานุบานสลับนึกนองไทยนุเตยเพื่อเอาเยนึงตานุสกสดาจีปุนปีให้กับบานยูสาริกานุตะเจ้าหนึ่งหมดปรีเนื้อกรอยระบองมวยก็มันนี้ตลอดหมกเตียวิ่งสับสิทธิ์ปรากับบานปะเตียเคยสาริกานุให้ก็เมียนอมนะอมนานเปรียเปรย์ปีใกล้เปนุคือปีบอนอุเปแมนสับสิทธิ์กับบานประหยัดดอกดวงใจระบอกขลุ่นใจยำปีสัตว์ประนุเตยโจตะขนงขลุ่นสัตว์สาริกาให้กับบานรูเรียนมีชีวิตหลังวิ่งบรรทบหมอกสับสิทธิ์สาริกาก็บานประหยัดห่อหาสมได้เตยริจเวียงดาวหายตรงกับบานตดเคยสวรรค์แกสอกำปงใต้ปลุยเกรียมกรอมตรงกับบานบรรลือวิจาเตยสวรรค์แกสอทายืงกำสัดอดจมในเมียนเอาไว้บริโภคขนมปรึกษาคอมหาโจลหมอกจัดปรารถนาสมดอลอาหาบริโภคพ่อสวรรค์แกซอลือสมเลงกับบานแปรประเภทเงียบเมือให้ก็มีสวรรค์ในสุธาไอในเปรย์ปรึกษาเมียนแพลปลาก็โกกให้เอาไว้ท่าอดอาหาสับสิทธิ์สาริกาบาสรับให้ชลายตอบถายืงนี้มันแมนจีสัตว์ดอกเตเตบองจีสวามัยในวมิตเนียมชิมูสับสิทธิ์โกมารามาสอลแมงเตเลงเปรย์ปรึกษาหนึ่งอาเพเลียงเจียงเฉียฉบาดอลบานจูบเปรสลับมวยขนมเปรย์ก็ดอกดวงใจโจลตะเปรปราโปรเลงพิเลียงเนจำรูฉบาดังไอจัดริชาดอกดวงชีวิตโจลรูบองให้ดดบองเจ้านี่สำนาให้ได้บานตะจวบหนึ่งสาริกาได้สลับเบอร์มันบานจูบบองประกอบเชียกไซสังคาเจียจีบขานลายสวรรค์แกซอสรับหรือให้ก็เชื่อเจียทาจิสวาไม่ระบคลุนปิดแมนเติบตรงมีนสวรรค์ในทาบ้าโดยชนะตาเธอโดยมาได้นังโยกรูปมาวิญบานสับสิทธิ์จีสัตสาริกานุกับบ้านชลายตัววิญทาให้ปอนไตรใครอุดดอมปอนปิดจีไตรละออกำรอรบบ้านนะได้เมียนจัดสมอตรองนังสวามัยแต่ปรึกนี้บองเมียนกำลัดมวยคือปอนเตอไตรเล็บไข่โดยเปียสมได้ทาตั้งปีประพบประสบสิทธิ์นึกเมียนผมได้บานเคยรัตทีนุเต้ปอนในเยยังนาอ้อยแต่ข้าบ้านนะเปนูเวียนึงโปรม
ជាក់ជាមិនខានឡើយគឺដកវិញ្ញាណចេញពីខ្លួនរបស់បងសវណ្ណកេសរក៏បានរៀបចំចំណីឲ្យសារិកានោះបរិភោគឆ្អែតយ៉ាងស្កប់ស្កល់រួចលាក់សារិកាក្នុងប្រអប់មាសយ៉ាងសម្ងាត់បន្ទាប់មកក៏បានចេញទៅគង់ព្រប់ទីតែនចរណៃទ្រង់ក៏មានសវណ្ណីថាខ្ញុំពុំដែលឃើញមហិទ្ធិឫទ្ធិព្រះអង្គនោះទេគ្រាន់តែឮថាស្ដេចអាចដកជីវិតបាននៅពេលនោះខ្ញុំចង់ឃើញជាក់នឹងភ្នែកតើបានម្ដងបើទ្រង់អាណិតអាសូរប្រុសប្រណីភិលៀងទុច្ចរិតនោះឮសវណ្ណីចេញអំពីសវណ្ណកេសរពោលពាក្យដូច្នេះចង់ឃើញមហិទ្ធិឫទ្ធិបារមីក៏ភ្លើតភ្លើនភ្លេចខ្លួនដោយសេចក្តីស្នេហាបាបកម្មខ្លាំងបាំងបិទចិត្តប្រាជ្ញាពុំដឹងកាយាប៉ុនធូលីភិលៀងក្នុងរូបសពសិទ្ធឆ្លើយដោយមិនចាំបាច់គិតថាហើយថ្លៃវមិត្តអើយមាសមិត្តចង់ឃើញមហិទ្ធិឫទ្ធិបងនឹងខ្លែងកាយឲ្យកែវបានឃើញជាក់ច្បាស់ពំខានថាហើយសពសិទ្ធទុរយោដែលជាភិលៀងនោះក៏បានងាកទៅមើលអាមាត្យហើយក៏ប្រកបថាម៉ោង 4 នេះឯងនឹងចេញសម្ដែងរិទ្ធចូលរកសត្វស្លាប់មួយយកមកឲ្យអញជាបន្ទាន់នៅណារកបានលឿននោះនឹងបានរង្វាន់លុះវេលាម៉ោង 4 ភិលៀងកំហូចនោះក៏បានចេញចាកទីតែនហើយប្រាប់សវណ្ណកេសរថាហើយមានស្ងួននួនល្អអញ្ជើញមកមើលបងសម្ដែងរិទ្ធឲ្យបានជាក់ច្បាស់នឹងភ្នែកទៅសវណ្ណកេសរស្ដាប់ឮហើយក៏មានសេចក្តីត្រេកអរជាពុនពេកប្រមាណទ្រង់ក៏បានយកប្រអប់មាសដែលលាក់សារិកាជាស្វាមីរបស់ទ្រង់នោះឲ្យភិលៀងជិតពិនិត្យមើលតាមដានដោយគ្មាននរណាដឹងថាមានអ្វីកើតឡើងនៅក្នុងនោះឡើយរួចក៏បានប្រញាប់រកកន្លែងនោះភ្លាមចំណែកឯប្រជាជនទូទាំងមហានគរទាំងមន្ត្រីតូចទាំងមន្ត្រីធំឮថាស្ដេចសម្ដែងរិទ្ធដូច្នេះក៏បាននាំគ្នាពពាក់ពពូនមូលមីចូលទៅមើលភិលៀងចោលទូរគតនោះក៏បានដកដួងใจចូលទៅក្នុងពពែដែលស្លាប់រំពេចនោះពពែក៏បានរស់ឡើងវិញលោតផ្លោះចោលឡើងបលរត់ទន្ទ្រានយ៉ាងសប្បាយមនុស្សម្នាផ្អើលមកមើលមីដេកដាស់សវណ្ណកេសរពេលនោះក៏បានឆ្លៀតឱកាសក៏បើកប្រអប់មាសឲ្យទៅសពសិទ្ធជាស្វាមីរបស់ខ្លួននោះបានដកដួងใจរួចដួងវិញ្ញាណទាំងប៉ុន្មានចូលទៅក្នុងខ្លួនដោយបំណងទ្រង់ក៏បានស្រែកថាអាពពែនេះពេញក្បត់ត្រូវបត់យងខ្នងកាយមកម្មចោជាទម្ងន់ទោះវានេះគឺមិនអាចលើកលែងបានឡើយចូលមន្ត្រីទាំងអស់គិតគូរទៅតាមការគួរនៃច្បាប់ព្រះនគរថារួចហើយទ្រង់ក៏បាននាំអគ្គមហេសីសវណ្ណកេសរចូលទៅក្នុងប្រាសាទវិញដោយសេចក្តីសប្បាយរីករាយចំណែកឯអស់សេនាចាត់រងក៏បានឮរាជបង្គាប់បញ្ជាដូច្នេះអំពីព្រះមហាក្សត្រក៏បានយកពពែនោះគឺជាសត្វដែលមានកំហុសតែដោយរាជអង្គការក៏បានបង្គាប់ពពួករាជពេជ្ជឃាតចាប់ពពែនោះធ្វើទោសប្រហារជីវិតលុកក្អីមរណាមុននឹងខ្សែភិលៀងចិត្តទូរចិត្តនោះក៏ខំប្រឹងសម្លឹងរកមើលសត្វនៅជុំវិញខ្លួនក្រែងអាចដកដួងใจបានតែដោយហេតុជាគ្រោះកម្មទើបរកសត្វស្លាប់ពុំបានសោះទើបគិតថាអោអញអើយពេលនេះហៅហ៊ានចូលរូបគេហើយលើកខ្លួនជាកាយបំបាំងប្រណាំងវាសនាគិតខ្សែប្រាណពេលនេះផលកម្មធ្លាក់មកលើខ្លួនឯងវិញជាជាមិនខានចំណេក្រោយមកព្រះបាទព្រហ្មទត្តទ្រង់ក៏បានប្រឈួនជាខ្លាំងគ្រានោះទ្រង់ក៏បានចូលសោយទីបង្គត់បាត់ទៅហើយក៏បានកើតទៅក្នុងឋានតាវតੰចំណែកឯព្រះចៅសព្វសិទ្ធឯនោះវិញបន្ទាប់ពីព្រះបិតាក្មេកបានចូលសោយទីបង្គត់ទៅក៏បានឡើងគ្រងរាជបន្តពីព្រះបិតាក្មេកហើយក៏មានស្ដេចចំនួន100ប្រទេសបាននាំសួយសារអាករមកថ្វាយពុំដែលខានឡើយជារៀងរាល់ឆ្នាំព្រះនាងសុវណ្ណកេសរនិងព្រះចៅសព្វសិទ្ធក៏បានរស់នៅជាមួយគ្នានៅក្នុងព្រះនគររហូតដល់អស់អាយុរៀងខ្លួន